សូមគោរពជំរាបសួរប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយកសាច់រឿងរបស់តាដេជាមួយនឹងតាឌួងដើម្បីចែកជូនពុកម៉ែបងប្អូនបានស្ដាប់កំសាន្តបន្តទៀតដែលនេះគឺជាភាគទី41នៃសាច់រឿងរបស់ពួកគាត់ដែលភាគនេះគឺតមកអំពីអេពីសូតទី40អញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរសូមពុកម៉ែទាំងអស់គ្នារីករាយស្ដាប់នៅសាច់រឿងដូចតទៅបន្ទាប់ពីអ្នកភូមិគេបានលេចលើដំណឹងថាមានមនុស្ស2នាក់ដែលជាមនុស្សខ្លាំងពូកែខាងបង្ក្រាបទៅលើសត្វខ្លានោះគាត់ក៏បានទៅជួយមកដែរដូច្នេះហើយចាប់ផ្ដើមធ្វើឲ្យអ្នកភូមិចាប់ផ្ដើមមានកម្លាំងចិត្តថាប្រកាសណាសត្វខ្លាមួយក្បាលនោះនឹងត្រូវបានអ្នកទាំងពីរកម្ចាត់ចោលជាមិនខានប៉ុន្តែមនុស្សទាំងពីរនាក់ហ្នឹងគេគ្រាន់តែថាមកប៉ុន្តែមិនទាន់បានមកនោះទេឥឡូវនេះគឺថាមេស្មាច់ដែលជាមេព្រៃគេក៏បានដឹងដំណឹងមួយនេះធ្វើឲ្យចិត្តរបស់គេក៏មិនស្ងប់នោះដែរនិយាយទៅមេស្មាច់គេក៏បានគិតថាបើសិនជាគេអាចបង្ក្រាបនៅសត្វខ្លានឹងបានមុនទៅលើមនុស្ស2នាក់ទៀតដែលអ្នកភូមិបានជួយមកគឺថាអ្នកភូមិប្រកាសជាគោរពគេជាមិនខានតែបើសិនជាថាមេស្មាច់នេះគេមិនអាចបង្ក្រាបបានហើយមនុស្ស2នាក់ដែលអ្នកភូមិបានហៅមកនឹងគេអាចធ្វើបានវិញនោះពិតណាស់អ្នកភូមិដែលនៅទីនឹងគឺលែងស្ដាប់បង្គាប់គេទេហើយថាមិនស្រួលអ្នកភូមិនឹងឲ្យរកគេនោះដើម្បីកម្ចាត់គាត់ចោលទៀតក៏ថាបានដែរដំណឹងមួយនេះធ្វើឲ្យមេស្មាច់គឺមិនសប្បាយចិត្តតតែសោះមេស្មាច់ដែលជាមេព្រៃទោះបីជាបានបាត់បង់កូនចៅជាច្រើនអ្នកកន្លងមកក៏ដោយក៏គេមិនពិបាកចិត្តដែរម្ដងនេះមេស្មាច់ក៏បាននិយាយថានៅថ្ងៃស្អែកគេនឹងធ្វើដំណើរចូលទៅក្នុងព្រៃតែម្ដងគេនឹងយកកូនចៅមួយក្រុមទៅពីរក្រុមដើម្បីចូលទៅសម្លាប់សត្វខ្លានោះតែម្ដងបើសិនជាគេអាចសម្លាប់បានគេនឹងលើកយកសត្វខ្លាមួយក្បាលហ្នឹងយកចូលមកក្នុងភូមិតែម្ដងចំណែកឯកូនចៅរបស់គេនោះគឺថាឲ្យតែមេគេដាក់បញ្ជាបែបណាគេនឹងធ្វើបែបហ្នឹងពួកគេគឺលែងស្រណោះនៅស្ដាយជីវិតទៀតហើយដោយសារតែអ្នកដែលបានស្លាប់ទៅនោះអ្នកខ្លះក៏ជាមិត្តភ័ក្តិរបស់គេអញ្ចឹងធ្វើឲ្យចិត្តរបស់គេនោះគឺឆេះឆួលតែម្ដងមេស្មាច់គេក៏បានប្រាប់កូនចៅរបស់គេដែរថាឲ្យរៀបចំសម្ភារៈមួយចំនួនទៅម្ដងនេះតតែអាចកម្ចាត់ទៅលើសត្វខ្លាមួយក្បាលនោះបានទើបគេធ្វើដំណើរត្រឡប់មកវិញកូនចៅរបស់គេក៏បានរៀបចំនៅសម្ភារៈអញ្ចឹងទៅរងចាំដល់ថ្ងៃស្អែកពេលព្រឹកពួកគេនឹងធ្វើដំណើរចេញទៅតែម្ដងចំណែកឯអ្នកភូមិឥឡូវនេះបន្ទាប់ពីបានដឹងថាបន្តិចទៀតនឹងប្រកាសជាមានគេដែលចូលមកជួយក្នុងស្រុកភូមិបែបនេះគាត់ក៏សប្បាយចិត្តដែរនៅពេលហ្នឹងគឺអ្នកភូមិបាននិយាយថាបើសិនជាគេជួយបានបែបនេះប្រកាសជាគេអាចជួយទៅលើរឿងមួយទៀតដែលអ្នកភូមិគឺមានការគ្រោងទុកជាយូរណាស់មកហើយគឺការបោះបោរនៅក្នុងភូមិនេះបើមិនអញ្ចឹងទេពួកគាត់ប្រកាសជារស់នៅក្រោមអំណាចរបស់មេព្រៃស្មាច់នេះមិនដឹងជាពេលណាឡើយហើយអ្នកភូមិក៏មានគម្រោងចាត់ការទៅលើមេភូមិនៅក្នុងភូមិនេះដែរដោយសារតែគាត់នឹងឯងគឺធ្វើឲ្យមានរឿងទាំងអស់នេះកាត់ឡើងបើសិនជាពីដំបូងមេភូមិគេចេះចាត់ចែងនោះមិនគួរណាស្រុកភូមិរបស់គាត់ធ្លាក់មកដល់ថ្នាក់នឹងទីនេះគឺជាការគិតរបស់អ្នកភូមិគឺបានរួបរวมគ្នាតែម្ដងនិយាយទៅឡើងសម្ងាត់ដោយគ្មានឲ្យកូនចៅរបស់អ្នកស្មាច់នឹងបានដឹងឡើយលុះរហូតដល់ថ្ងៃស្អែកឡើងនៅពេលព្រឹកព្រលឹមតែម្ដងម៉ោងក៏ទើបតែ6ព្រឹកឃើញថាកូនចៅរបស់នេះស្មាច់គេបានត្រៀមនៅសម្ភារៈមួយចំនួនដើម្បីធ្វើដំណើរចូលទៅក្នុងព្រៃមិនត្រឹមតែប៉ុណ្ណោះកាំភ្លើងដែលពួកគេប្រើសិតសឹងតែជាកាំភ្លើងកែច្នៃសម្រាប់បាញ់សត្វបាញ់អីហើយនេះស្មាច់គេក៏បានរៀបចំនៅសម្លៀកបំពាក់របស់គេមិនត្រឹមតែប៉ុណ្ណោះទេនេះស្មាច់មុនពេលដែលគេធ្វើដំណើរចេញទៅគេក៏បានចូលទៅកន្លែងទីសក្ការៈរបស់គេបន្ទាប់មកក៏បានឃើញត្រឡប់មកវិញជាមួយនឹងខ្សែកឡើងរនិញរណោងមិនដឹងថាមានអ្វីខ្លះក្នុងទីនេះស្មាច់គេក៏បានយកនៅកាំភ្លើងរបស់គេចេញមកដែរកាំភ្លើងរបស់គេនេះបើមើលទៅគឺមិនដឹងថាសពប្រមាណចំនួននោះទេវាមានសភាពរីករឡើងរលោងតែម្ដងមិនត្រឹមតែប៉ុណ្ណោះថែមទាំងមាននៅអក្សរបាលីមួយចំនួននឹងបានសរសេរនៅលើកាំភ្លើងនោះតិចចំណែកនៅខាងខាងមុខនឹងហាក់បីដូចជាមានខ្សែអ្វីមួយយ៉ាងបានរុំទៅលើវាមើលទៅកាំភ្លើងនេះក៏មិនមែនជាធម្មតាដែរ ព
ពេលដែលគេបានធ្វើដំណើរចូលមកពីលើផ្ទះគេក៏បានជួបជាមួយនឹងកូនចៅរបស់គេដែលត្រៀមនឹងធ្វើដំណើរចូលទៅក្នុងព្រៃជាមួយនឹងគ្នាអ្វីដែលសំខាន់ទៅលើកនេះនីស៊ុយក៏បានទៅជាមួយដែរទោះបីជារបួសរបស់គេមិនទាន់បានធូរស្រាលតែនីស៊ុយនឹងពិតជាមានគំនុំជាមួយនឹងសត្វខ្លាដែលបានខាំសម្លាប់មិត្តភ័ក្តិរបស់គេខ្លាំងណាស់ចំណែកឯមេស្មាច់គេក៏បានយល់ដែរមេស្មាច់ក៏បាននិយាយថាអាស៊ុយយ៉ាងម៉េចចឹងម៉ាឯងមិនចាំបាច់ទៅទេគឺសម្រាប់នៅទីនេះចោះមើលទៅរបួសរបស់ឯងនេះក៏មិនទាន់បានធូរស្រាលដែរប៉ុន្តែនីស៊ុយក៏បានតបទៅវិញថាអត់ទេខ្ញុំគឺចង់ទៅសម្រាប់សត្វខ្លានោះវាបានសម្លាប់មិត្តភ័ក្តិរបស់ខ្ញុំរហូតទៅដល់2នាក់ទៅហើយដូច្នេះខ្ញុំត្រូវទៅសងសឹកឲ្យមិត្តភ័ក្តិរបស់ខ្ញុំចំណែកឯមេស្មាច់បន្ទាប់ពីគេបានឃើញថានីស៊ុយបាននិយាយយ៉ាងនេះហើយមិនដឹងថាត្រូវខត់យ៉ាងម៉េចទេដូច្នេះក៏បានឲ្យគេនឹងទៅជាមួយនឹងខ្លួនក្រោយពីកូនចៅដែលប្រមាណជិត20នាក់បានធ្វើដំណើរចូលទៅជាមួយនោះឃើញថានីស៊ុយគឺបានដើរទៅជាមួយនឹងមេស្មាច់តែម្ដងមេស្មាច់មុនពេលដែលគេចេញទៅគេក៏បានប្រាប់កូនចៅរបស់គេមួយចំនួនដើម្បីឲ្យការពារនៅទ្រព្យសម្បត្តិរបស់គេផងដែរចំណែកឯកូនចៅនឹងគេបានដឹងច្បាស់ខ្លាំងណាស់ថាមេរបស់គេឲ្យទៅណាមកណាតែងតែប្រាប់តែយ៉ាងណាកូនចៅគឺស្មោះត្រង់ខ្លាំងណាស់មិនដែលចេះមានដៃមានជើងលួចរបស់អ្វីនោះទេអំពីមេស្មាច់នេះពីព្រោះថាមេស្មាច់ទោះបីជាគេធ្វើដំណើរទៅទីណាឆ្ងាយក៏ដោយបើសិនជាមានអាណាប៉ះពាល់របស់គេនោះគេនឹងដឹងភ្លាមៗតែម្ដងរឿងទាំងអស់នេះបានធ្វើឲ្យកូនចៅរបស់គេនោះគឺមិនដែលហ៊ានប៉ះពាល់នោះឡើយពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមធ្វើដំណើរចូលទៅក្នុងព្រៃតែម្ដងហើយវេលាស្មាននឹងគឺនៅម៉ោងប្រមាណជាងត្រឹមតែ8ទៅ9ព្រឹកទីពួកគេបានធ្វើដំណើរមកដល់ខាងមុខមាត់ព្រៃបាត់ទៅហើយដោយសារតែព្រៃនេះវាមិនបានឆ្ងាយអំពីអ្នកភូមិអីណានោះទេគ្រាន់តែថាពួកគាត់ប្រហែលជាត្រូវធ្វើដំណើរគឺចូលជ្រៅបន្តិចហើយមេស្មាច់ស្របពេលដែលធ្វើដំណើរកំពុងតែដើរនៅលើដងផ្លូវដែលចូលទៅក្នុងព្រៃនោះផ្លូវគឺមានសន្តានទូចនោះទេហើយវាឡើងរលឺរលាត់ទៅហើយដោយសារតែមានអ្នកភូមិមួយចំនួនគេធ្វើដំណើរចូលប៉ុន្តែប្រហែលថ្ងៃមកនេះគឺពុំមានស្នាមដានជើងមនុស្សឡើយដោយសារតែគេខ្លាចថាសត្វខ្លានឹងវាតាមសម្លាប់គេអញ្ចឹងទៅបន្ទាប់ពីលែងមាននៅស្នាមដានជើងមនុស្សវាបែរជាសម្បូរទៅដោយស្នាមដានជើងសត្វមិនត្រឹមតែប៉ុណ្ណោះថែមទាំងមានដានជើងសត្វខ្លានោះទៀតផងដូច្នេះគឺមេស្មាច់បាននិយាយថាសត្វខ្លាមួយក្បាលនេះវាមិនទាន់ទៅណាឆ្ងាយទេវានៅតែក្រឡឹងដើម្បីប្រមាញ់នៅចំណីរបស់វានឹងឯងក្រោយពីមេស្មាច់បានដឹងបែបនេះមេស្មាច់ក៏បាននិយាយប្រាប់កូនចៅទាំងអស់គ្នាថាពួកឯងត្រូវតែប្រុងប្រយ័ត្នបន្តិចមើលទៅសភាពនេះគឺវាមិនបានទៅណាឆ្ងាយទេពួកឯងគឺត្រូវតែធ្វើដំណើរក្រោយយើងហើយផ្លូវណាបើយើងឲ្យចេញទៅចាំពួកឯងចេញទៅពួកឯងត្រូវតែតាមស្ដាប់តាមសម្ដីរបស់យើងបើមិនអញ្ចឹងទេយើងខ្លាចថាអាយុជីវិតរបស់គ្នាយើងនេះគឺមិនអាចនៅយូរបានឡើយកូនចៅទាំងអស់គ្នានោះគេក៏បានងូកក្បាលព្រមគ្នាតែម្ដងហើយពួកគេក៏បានដើរបណ្ដាសម្លឹងបណ្ដាចំណែកឯមេស្មាច់ដោយគិតថាបើសិនជាឲ្យពួកគេដើរប្រមូលផ្ដុំបែបនេះខ្លាចថានៅពេលដែលសត្វខ្លានោះវាចូលមកវាប្រហារធ្វើឲ្យពួកគាត់គឺទើសតគ្នាមិនអាចបំរះខ្លួនបានរហ័សដូច្នេះមេស្មាច់ក៏បានចាត់ឲ្យអ្នកខាងមុខដើរចំនួន10នាក់នៅខាងក្រោយចំនួន10នាក់ទាំងខ្លួនតែម្ដងការធ្វើបែបនេះគឺវារៀងឆ្ងាយពីគ្នាបន្តិចយ៉ាងណាក៏ឆ្ងាយចំនួន10ទៅ20ម៉ែត្រដែរការដែលធ្វើបែបហ្នឹងគឺងាយស្រួលថានៅពេលដែលមាននរណាមានបញ្ហាគឺយើងចាំចូលទៅជួយបើសិនជាយើងឈរនៅម្ដុំគ្នាពេលមានរឿងកើតហេតុកាត់ឡើងនោះវាពិតជាពិបាកជួយខ្លាំងណាស់ដោយសារតែមនុស្សវិចារពេកចឹងទៅណាមួយនៅក្នុងព្រៃនេះផ្លូវក៏វាទូចផងបើធ្វើដំណើរគ្នាច្រើនក៏វាមិនកើតដែរកូនចៅទាំងអស់នឹងគេក៏បានធ្វើតាមអ្វីដែលមេស្មាច់នឹងបាននិយាយពិតមែនគឺបានបែងចែកចំនួន10នាក់ម្នាក់ពេលដែលធ្វើដំណើរនេះបានសម្លឹងមើលបរិយាកាសជុំវិញមិនថាខាងជើងខាងលិចខាងកើតខាងត្បូងទេពួកគេបានបែងចែកគ្នាសម្លឹងមើលតែម្ដងក្រឡេកទៅកាន់នីស៊ុយគេគឺជាអ្នកដើរមុនដោយសារតែគេបានស្គាល់ផ្លូវពេលដែលគេបានធ្វើដំណើរទៅជាមួយនឹងនិក្តីហើយនឹងនិដោនឹងឯងធ្វើដំណើរបណ្ដាគេបានសម្លឹងបណ្ដា
ហើយគេក៏មានការផាត់ភ័យដែរពីព្រោះនៅពេលដែលគេបានធ្វើដំណើរទៅដល់ចំណុចណាមួយដែលខ្លួនបានធ្លាប់មកដល់នោះធ្វើឲ្យគេស្រមៃនឹករូបភាពការដែលសត្វខ្លានឹងវាប្រហារទៅលើពួកគេបន្ទាប់មនុស្សជាក្រុមនឹងបានធ្វើដំណើរមកដល់ព្រៃវាក៏រៀងឆ្ងាយគួរសមផងដែរគឺពួកគេក៏ចាប់ផ្ដើមរកទីតាំងមួយសម្រាប់សម្រាកសិនក្រឡេកទៅកាន់មេដែលជាមិត្តស្មាច់នោះគេបាននិយាយថាឥឡូវនេះពួកឯងសម្រាកនៅទីនឹងសិនទៅហើយចំណែកឯពេលសម្រាកនេះមិនចាំបាច់សម្រាកនៅឆ្ងាយពីគ្នាអីទេគឺយើងសម្រាកនៅក្បែរគ្នាទៅពេលវេលាវាក៏បានរំលងពី1ម៉ោងទៅកាន់2ម៉ោងលុះមកដល់នៅម៉ោងប្រមាណជាងទើបតែ12ថ្ងៃត្រង់តែប៉ុណ្ណោះពួកគេក៏បានមកជួបជុំគ្នាដើម្បីហូបអាហារពេលថ្ងៃសិនពីព្រោះថាតាំងពីព្រឹកមកហើយពួកគេមិនទាន់បានហូបអ្វីនោះទេកូនចៅរបស់គេនឹងឯងក៏បានរៀបចំនូវអាហារមួយចំនួនដើម្បីយកឲ្យមេស្មាច់ចំណែកឯកូនចៅនោះវាក៏បានហូបអាហារអីជុំគ្នាជាមួយនឹងគ្នារបស់វាអញ្ចឹងទៅក្រឡេកទៅកាន់នីសុយគេគឺមិនសូវជាឃ្លានអ្វីទេគេគឺតាមសម្លឹងមើលថាឲ្យតែមានសត្វខ្លានោះចេញមកគេនឹងដេញតាមវាប្រហារតែម្ដងបន្ទាប់ពីអ្នកទាំងអស់គ្នាបានទទួលទាននៅអាហារពេលថ្ងៃត្រង់ហើយពួកគេក៏ចាប់ផ្ដើមធ្វើដំណើរទានសម្បីតែមេស្មាច់ក៏បានធ្វើដំណើរដែរធ្វើដំណើររហូតតតែចូលទៅដល់កណ្ដាលព្រៃបន្ទាប់មកក៏បានដឹងថាខ្លួនបានធ្វើដំណើរមកនេះវាក៏ឆ្ងាយគួរសមផងដែរមេស្មាច់ក៏បានសួរទៅកូនចៅដែលមានឈ្មោះថានិសុចថាអាសុយតើយ៉ាងម៉េចហើយតើឯងមានដឹងទេថាតើសត្វខ្លានេះមាននឹងមកដល់កន្លែងនេះឬអត់និសុយក៏បានតបវិញថាគឺប្រកាសណាស់ប្រកាសជាមកដល់ទីនេះជាមិនខានខ្ញុំជឿថាវាប្រកាសជាមកតាមពួកយើងហើយគ្រាន់តែយើងនេះគឺមិនទាន់បានឃើញធម្មតាទេសត្វខ្លាវាឆ្លាតខ្លាំងណាស់បើសិនជាមានមនុស្សខាងក្រៅចូលមកវាប្រកាសជាធំក្លិនដឹងហើយវានឹងតាមពួកយើងជាមិនខានខ្លាមួយនោះវាបានសម្លាប់មនុស្សច្រើនខ្លាំងណាស់ដូច្នេះវាពិតជាញៀននៅក្នុងការប្រមាញ់ខ្លាំងណាស់លុះបន្ទាប់ពីគេបានធ្វើដំណើរគឺទៅមុខបន្តទៀតក៏បានមកដល់ទីតាំងមួយដែលទីតាំងនេះវារៀងខ្ពង់រាបបន្តិចធ្វើឲ្យគេនោះអាចសម្លឹងមើលរៀងបានឆ្ងាយតែយ៉ាងណានៅក្នុងព្រៃវាក្រាស់ខ្លាំងណាស់ទោះបីជាទីខ្ពស់ក៏ដោយក៏ពិបាកមើលនៅមួយចំនួនប៉ុន្តែទីនេះក៏វាអាចនឹងងាយស្រួលនៅក្នុងការបើសិនជាសត្វខ្លានោះធ្វើដំណើរមកជិតគេនឹងសម្លឹងដឹងគឺនឹងដឹងថាតើសត្វខ្លានេះនៅត្រង់ចំណុចណាចំណែកឯមែកឈើដូចជាដើមឈើដែលនៅក្បែរហ្នឹងពេលដែលសត្វខ្លាចូលមកដល់វានឹងរកើធ្វើឲ្យពួកគាត់បានដឹងជាមិនខានចំណែកឯមេស្មាច់ដោយសារតែឃើញថានៅទីតាំងមួយនេះវាពិតជាអំណោយផលបែបនេះគេក៏សម្រេចចិត្តថាយប់នឹងសម្រាកនៅទីនេះតែម្ដងមេស្មាច់ក៏បានប្រាប់ទៅកាន់កូនចៅមួយចំនួនផងដែរថាឲ្យពួកគេនឹងគឺសម្រាកនៅទីនេះទៅហើយគឺចាត់ឲ្យមនុស្សប្រមាណជាង5ទៅ5នាក់សងខាងដើម្បីដើរមើលកន្លែងទីនេះហើយត្រូវតែប្រុងប្រយ័ត្ននៅក្នុងភូមិសាស្ត្រនេះនៅក្នុងកណ្ដាលព្រៃជ្រៅរឿងអ្វីវាក៏អាចកាត់ឡើងបានដែរកូនចៅគេក៏បានទទួលបញ្ជាបន្ទាប់មកកូនចៅទាំង5នាក់ហ្នឹងពួកវាក៏បានចេញទៅមើលពិតមែនចំណែកឯ5នាក់ផ្សេងទៀតវាក៏បានទៅដូចគ្នាលុះបន្ទាប់ពីវាបានទៅមួយសន្ទុះវាក៏បានត្រឡប់មកវិញហើយមានម្នាក់ចាំរាយការណ៍ពួកវាបាននិយាយថាទីនេះមិនមានបញ្ហាអ្វីទេគ្រាន់តែថាទីនេះវាពិតជាសម្បូរទៅដោយស្នាមដានជើងសត្វពិតមែនក្រឡេកទៅកាន់មេស្មាច់គ្រាន់តែគេបានដឹងថាទីនឹងពិតជាសម្បូរទៅដោយស្នាមដានជើងសត្វនោះគេបានតបទៅវិញថាបើសិនជាវាមានល្អខ្លាំងណាស់គ្នារបស់យើងក៏ច្រើនមើលទៅម្ហូបអាហារយើងប្រហែលជាពិបាកនៅក្នុងការទប់ទល់បន្តិចមិនអីទេពួកឯងគឺទៅរកមើលសត្វទៅគឺបើសិនជាមានសត្វណាធំល្មមអីនោះពួកឯងប្រមាញ់យកវាមកដិតមកហើយកុំទៅភ័យអីគ្នារបស់យើងគឺប្រមាណជាង20នាក់ឯណោះដូច្នេះទោះបីជាមានសត្វកាយសាហាវមួយក្បាលណាវាចេញមកបង្ករឿងក៏វាមិនអាចយកឈ្នះយើងបានដែរកូនចៅគេក៏បានយល់ដូច្នេះពួកវាក៏បានទៅពិតមែនមនុស្សដែលទៅប្រមាណជាង5នាក់គឺបានធ្វើដំណើរទៅខាងស្ដាំចំណែកឯមនុស្ស5នាក់ទៀតគឺបានធ្វើដំណើរទៅខាងឆ្វេងនិយាយទៅគេបានបែងចែកកន្លែងការងារគ្នានោះដើម្បីទៅប្រមាញ់សត្វរៀងខ្លួនតែម្ដងចំណែកឯមនុស្សដែលនៅសេសសល់នោះ
គេក៏បានអង្គុយយាមអញ្ចឹងទៅអ្នកខ្លះក៏បានធ្វើការបង្កាត់ភ្លើងក៏ដូចជារោគដាំបាយដាំអីដោយសារតែវេលាស្មាននេះគឺមកប្រមាណជា4ល្ងាចទៅហើយមក4ល្ងាចពួកគេគឺសម្រេចចិត្តថាមិនធ្វើដំណើរទៅមុខបន្តទៀតទេឬមួយក៏ទៅស្វែងរកសត្វខ្លាឡើយនៅពេលដែលក្រុមរបស់ពួកគេគឺបានរៀបចំរួចរាល់បែបនេះបន្ទាប់មកគឺនៅម៉ោងប្រមាណជាង7យប់ពួកគេក៏បានបាយឲ្យជុំគ្នាចំណែកឯមេស្មាច់នោះដូចដែលខ្ញុំបាននិយាយអញ្ចឹងគេមិនបានខ្លាចទៅលើសត្វខ្លាអ្វីទេគេអាងតែគេនោះគឺចេះនៅមន្តអាគមអញ្ចឹងទៅបន្ទាប់ពីគេមានការអាងបែបនេះហើយគេក៏មិនបានធ្វើធ្នាក់ធ្វើឲ្យដែរទោះបីជានិសុយបាននិយាយថាបើសិនជាយើងធ្វើធ្នាក់គឺល្អខ្លាំងណាស់មិនចាំបាច់នៅខាងក្រោមទេដោយសារតែមិត្តភ័ក្តិរបស់គេពីរនាក់ទៀតបាត់បង់ជីវិតគឺដោយសារតែមិនបានធ្វើធ្នាក់នឹងឯងបើសិនជានៅក្នុងយប់នោះពួកគេបានធ្វើធ្នាក់សម្រាប់ស្នាក់នៅម្លេះហើយពួកគេមិនបានបាត់បង់ជីវិតឡើយនៅម៉ោងប្រមាណជាង8យប់ពួកគេក៏បាននាំគ្នានោះផឹកស៊ីបន្តិចបន្តួចចំណែកឯអ្នកដែលបានទៅរកសត្វរកអីហ្នឹងក៏បានម្នាក់មួយក្បាលតែម្ដងគឺអ្នកខ្លះទទួលបាននៅសត្វជ្រូកព្រៃមួយក្បាលចំណែកឯអ្នកខ្លះមួយទៀតគឺគេទទួលបានសត្វឆ្លុះមួយក្បាលនិយាយទៅពីរក្បាលនេះគឺល្មមនឹងគ្នារបស់គេតែម្ដងមេស្មាច់គេក៏បានផឹកស៊ីសប្បាយជាមួយនឹងកូនចៅសិនទៅដោយសារតែគេគិតថាគោលបំណងដែលគេបានធ្វើដំណើរចូលមកក្នុងព្រៃនេះគឺដឹងតែប្រមាញ់បានសត្វខ្លានឹងជាជំនខានលុះមកដល់ម៉ោងប្រមាណជាង10យប់កូនចៅដែលគេបានផឹកស៊ីនឹងពួកវាក៏បានស្រវឹងហើយក៏បានទៅដេកទៅនៅសល់តែប្រមាណអ្នកដែលគេកំពុងទៅឈរយាមនៅក្នុងព្រៃមេឃក៏កាន់តែត្រជាក់ខ្យល់ក៏បានបក់កាន់តែខ្លាំងឡើងធ្វើឲ្យម្នាក់នោះចាប់ផ្ដើមដេកស្មៀតចូលគ្នាក្រឡេកទៅកាន់នីសុយវិញគេក៏បានត្រជាក់ផងដែរនីសុយក៏នៅតែអង្គុយរងចាំមើលថាតើមានសកម្មភាពអ្វីដែរឬអត់ចំណែកឯពនុភ្លើងដែលបានដុតក្បែរនោះវានៅតែបំភ្លឺមកផ្លុងអញ្ចឹងទៅសំឡេងសត្វនៅក្នុងព្រៃវាបានយំជាធម្មតាធ្វើឲ្យអ្នកទាំងអស់គ្នានោះពិតជាបានដេកសោះស្រួលខ្លាំងណាស់តែមិនដឹងថាការដែលពួកគេឥឡូវនេះកំពុងតែដេកស្រស់ស្រួលនោះវាបានប្រមាណនាទីនោះទេលុះមកដល់មកប្រមាណជាង11យប់ទៀតស្រាប់តែកូនចៅដែលមានគ្នាចំនួន5នាក់ពួកគេក៏បានសុំទៅបត់ជើងតូចហើយពួកគេមិនបានទៅតែម្នាក់ទេពួកគេបានទៅទាំង5នាក់តែម្ដងដោយសារតែពួកគេចង់មានអ្នកជួនអញ្ចឹងទៅនៅពេលដែលពួកគេបានទៅដល់នៅកន្លែងពងពោះព្រៃមួយស្រាប់តែពួកគេនោះក៏បានមានអ្វីមួយយ៉ាងហក់មកកន្ទ្រឹបតែមួយផ្លែតនោះទីក៏អាចសម្លាប់មនុស្សបានរហូតទៅដល់5នាក់ឯនោះនេះគឺជាសម្លេងសត្វខ្លាគ្រាន់តែបានឮនៅសម្លេងសត្វខ្លាបែបនេះធ្វើឲ្យអ្នកដែលបានដេកលក់នោះពួកគេក៏បានដឹកខ្លួនមកស្រវេស្រវាតែម្ដងចំណែកឯមេស្មាច់គេគ្មានការផិតភ័យអ្វីទេគេថែមទាំងនិយាយថាឥឡូវនេះវាគឺចេញមកហើយយើងនឹងចាត់ការវាឲ្យតទៅបាននីសុយក៏បានតបមកដូចគ្នាថាត្រូវហើយមេឥឡូវនេះវាបង្ហាញខ្លួនហើយបន្ទាប់មកពួកគេទាំងអស់គ្នាក៏បានលើកកំភ្លើងត្រៀមតែម្ដងគឺត្រៀមចាំបាញ់ទៅលើសត្វខ្លាដែលវាព្រៀបនឹងចូលមកសត្វខ្លាមួយក្បាលដ៏ធំវាក៏បានបង្ហាញខ្លួនប៉ុន្តែអ្វីដែលកាន់តែចម្លែកនោះគឺឃើញថាមានមនុស្សរហូតទៅដល់2នាក់3នាក់ឯនោះដែលកំពុងតែអង្គុយនៅលើក្នុងខ្លានោះធ្វើឲ្យពួកគេម្នាក់នេះឡើងស្រឡាំងកាំងតែម្ដងជាពិសេសគឺជាកូនចៅរបស់មេស្មាច់បាននិយាយថាបងតើនេះគឺជាស្អីទៅពួកគេមិនធ្លាប់បានឃើញនៅទស្សនវិជ្ជាមួយនឹងទីនេះជាលើកទី1សម្រាប់ពួកគេហើយមេស្មាច់ក៏បានតបថាពួកឯងកុំទៅភ័យយកកំភ្លើងបាញ់ទៅលើវាទៅសំឡេងកំភ្លើងមិនតិចជាង4ទៅ5គ្រាប់នោះទេបានលឺសំឡេងឡើងជាប់គ្នាតែម្ដងបានបាញ់ទៅលើសត្វខ្លានោះតែទោះបីជាបាញ់ត្រូវក៏មិនអាចធ្វើអ្វីបានដែរកូនចៅទាំងប្រមាណអ្នកដែលគេកំពុងតែព្យាយាមបាញ់នោះសត្វខ្លានឹងវាក៏បានរត់ចូលមកផ្ទុះសង្គ្រប់យកតែម្ដងហើយវាក៏បានខាំសម្លាប់ម្ដងមួយចំណែកឯកូនចៅដែលនៅសេសសល់នោះវាពិតជាមានការភ័យខ្លាចខ្លាំងណាស់ម្ដងនេះវាមិនបានខ្វល់អំពីសម្ដីរបស់មេវាទេវាធ្វើយ៉ាងណារត់ឲ្យតែរួចអាយុជីវិតវាក៏បានរត់ចេញទៅនៅសល់តែប្រមាណអ្នកតែប៉ុណ្ណោះដែលនៅជុំវិញជាមួយនឹងមេស្មាច់កូនចៅដែលបានរត់ចេញទៅនោះ
ពួកវាគឺមិនប្រកាសថាមានអាយុជីវិតនោះទេគឺត្រូវបានពពុះខ្មោចព្រៃនឹងខំសម្លាប់ពួកវាទាំងអស់និងលើកបន្លាយរហូតតតែវាមានតែខ្លះក៏បានរត់ធ្លាក់ជ្រួញចឹងទៅឥឡូវនេះយើងក្រឡេកមកកាន់គឺមេស្មាច់វិញមេស្មាច់គឺវាបានឈរសម្លឹងទៅកាន់សត្វខ្លានោះមេស្មាច់ក៏បាននិយាយថាឯងចូលមកយើងមិនខ្លាចឯងនោះទេបន្ទាប់មកមេស្មាច់គេក៏បានលើកនៅខ្សែករបស់គេដែលមានបន្តោងជាច្រើនដែលជាវត្ថុស័ក្តិសិទ្ធិគេបានលើកឡើងហើយក៏បានសរសើរបន្តិចបន្ទាប់មកមេស្មាច់នឹងវាក៏បានរត់ចូលទៅប្រយុទ្ធជាមួយនឹងសត្វខ្លានោះតែម្ដងនៅពេលដែលមេស្មាច់រត់ចូលទៅក៏ស្រាប់តែសត្វខ្លានោះក៏បានប្រែក្រឡាខ្លួនធ្វើជាមនុស្សបន្ទាប់មកគឺជានិដងនឹងឯងមេស្មាច់នៅពេលដែលបានឃើញថាជារូបរាងកូនចៅបែបនេះមេស្មាច់ក៏បានដកដៃចេញពីកំបិតស្នៀតគឺមិនហ៊ានចាក់នោះទេតែនៅពេលដែលនិសុយបានស្រែកពីខាងក្រោយថាបងចាក់ទៅនេះមិនមែនជាអាដូងទេអាដូងបានស្លាប់ពី3ថ្ងៃមកហើយគ្រាន់តែលើបែបនេះក៏ស្រាប់តែមេនឹងក៏ស្រាប់តែបានគ្រវាសខ្លួនចេញមកខាងក្រៅប៉ុន្តែគឺមិនទាន់នោះទេសត្វខ្លាមួយក្បាលនេះវាពិតជារហ័សរហួនខ្លាំងណាស់វាក៏បានយកដៃរបស់វានោះទះចំបំពង់កទៅលើមេស្មាច់តែម្ដងតែពិតជាចម្លែកមេស្មាច់បើតាមគេដឹងក៏ជាមនុស្សដែលស្វ័យស្វិតដែរតែហេតុអ្វីទៅបានគ្រាន់តែសត្វខ្លាទះត្រូវនោះក៏បានដាច់បំពង់កនោះស្លាប់ភ្លាមៗតែម្ដងឬមួយក៏អាចនិយាយបានថាមេស្មាច់នេះវាតែងតែប្រព្រឹត្តនៅអំពើអាក្រក់ច្រើនពេកអីឡើងហ្នឹងគឺយមរាជបានយកអាយុជីវិតវាបាត់ទៅហើយចំណែកឯសត្វខ្លានឹងបន្ទាប់ពីបានសម្លាប់ទៅលើមេស្មាច់ហើយកូនចៅប្រមាណអ្នកដែលនៅក្បែរគេនោះវាពិតជាមានការផិតភ័យខ្លាំងណាស់វាក៏បានធ្វើការរត់ចេញទៅនៅសល់តែនិសុយតែប៉ុណ្ណោះនិសុយដែលកំពុងតែមានរបួសដែលមិនទាន់ជាស្រួលបួលនោះក៏បានមកប្រឈមមុខជាមួយនឹងសត្វខ្លានេះតែម្ដងចំណែកឯសត្វខ្លាមួយក្បាលនឹងបន្ទាប់ពីវាបានសម្លាប់ទៅលើមេរបស់និសុយវាក៏បានស្ទុះមកចាត់ការទៅលើនិសុយទៀតសំបីតែនិសុយនេះក៏បានคล้ายទៅជាចំណីរបស់សត្វខ្លាមកដែរនៅក្នុងមួយយប់នោះសត្វខ្លាគឺបានសម្លាប់មនុស្សមិនតិចអ្នកនោះទេលុះរហូតដល់ពេលព្រឹកឡើងអ្នកភូមិក៏បានដឹងថាគឺមេស្មាច់នោះគេបានបាត់បង់ជីវិតដោយសារតែសត្វខ្លាបាត់ទៅហើយដំណឹងមួយនេះមិនបានធ្វើឲ្យអ្នកភូមិគេពិបាកចិត្តទេអ្នកភូមិម្នាក់ពិតជាមានការសប្បាយចិត្តខ្លាំងណាស់ពីព្រោះថាមេស្មាច់ដែលជាមេអាក្រក់ឥឡូវនេះគឺបានបាត់បង់ជីវិតទៅហើយអ្នកភូមិគ្រាន់តែលើកបែបនេះអ្នកភូមិក៏បាននាំគ្នានោះស្ទុះស្ទាទៅកាន់ផ្ទះមេភូមិតែម្ដងបន្ទាប់មកក៏បានទៅដេញមេភូមិនោះឲ្យចុះពីតំណែងអ្នកភូមិគេមិនត្រឹមតែបានដេញចោលទេគេថែមទាំងបណ្ដេញមេភូមិនេះឲ្យចាក់ចេញពីភូមិទៀតមេភូមិនៅទីនេះដោយសារតែរាយខ្លួនជាមួយនឹងអ្នកភូមិខ្លាំងពេកគេក៏មិនបាននៅដែរគេក៏បានធ្វើដំណើរចាក់ចេញពីភូមិស្រុកបាត់ទៅនៅសល់តែអ្នកភូមិតែប៉ុណ្ណោះអ្នកភូមិក៏រត់តែសប្បាយចិត្តបន្ទាប់ពីឮរឿងនេះគេក៏បាននាំគ្នានោះគិតគូរថាឥឡូវនេះមេដែលជាមេព្រៃគេបានបាត់បង់ជីវិតទៅហើយសូម្បីតែកូនចៅមួយចំនួនរបស់គេនោះគេក៏បានរត់ចោលដូចគ្នាឮថាមានអ្នកខ្លះឈួតអាខ្លះទៀតនោះគឺសតិមិនគ្រប់នោះទេមិនដឹងថាពេលដែលវាចូលទៅក្នុងព្រៃហ្នឹងវាបានជួបអ្វីឡើយបន្ទាប់មកអ្នកភូមិក៏បានគិតថាប្រហែលជាបន្តិចទៀតនេះគ្រូអាគមទាំងពីរនាក់ដែលគាត់បានអញ្ជើញពីភូមិផ្សេងនោះប្រកាសជាមកដល់ចាស់ជាមិនខានពួកគាត់កំពុងតែនិយាយគ្នាមិនទាន់ផុតមាត់ផងក៏ស្រាប់តែបានឮសំឡេងបរិសុទ្ធពីរនាក់បានមកសួរថាតើនេះគឺជាភូមិដែលមានសត្វខ្លាមែនទេអ្នកភូមិម្នាក់គ្រាន់តែបានឮបែបហ្នឹងគេក៏បានងាកទៅភ្លាមតែម្ដងគេបាននិយាយថានឹងហើយគឺជាភូមិនឹងហើយតើអ្នកទាំងពីររកអ្វីដែរពេលហ្នឹងគាត់ក៏បាននិយាយថាខ្ញុំមកទីនេះដោយសារតែអ្នកភូមិអញ្ជើញមកគឺអញ្ជើញឲ្យមកកំចាត់នៅសត្វខ្លាមួយក្បាលឬថាសត្វខ្លាមួយក្បាលនោះកាចសាហាវខ្លាំងណាស់គ្រាន់តែឮថាសត្វខ្លាមួយក្បាលកាចសាហាវបែបនេះអ្នកភូមិគេសប្បាយចិត្តតែម្ដងគេថានេះហើយគឺជាមនុស្សដែលគេបានអញ្ជើញមកនោះឯងបន្ទាប់មកបរិសុទ្ធម្នាក់នោះគេក៏បានសួរថាចោះតើមេភូមិនៅទីនេះទៅណាខ្ញុំក៏ចង់ជួបគេដែរអ្នកភូមិក៏បានប្រាប់ថាមេភូមិនៅទីនេះគឺជាមនុស្សអាក្រក់ខ្លាំងណាស់ត្រូវបានអ្នកភូមិបណ្ដេញគេចាក់ចេញពីភូមិបាត់ទៅហើយបើសិនជាមានរឿងអីគឺសូមនិយាយជាមួយនឹងអ្នកភូមិទៅបរិសុទ្ធដែលបានទៅនិយាយនេះគឺជាតាដួងនឹងឯង
តើដួងគាត់ក៏បានសួរនាំបន្តសាច់រឿងបន្តទៀតទៅអ្នកភូមិក៏បានរាយរាប់ថាសត្វខ្លាដែលនៅក្នុងភូមិនេះឥឡូវហ្នឹងគឺវាមិនមែនជាខ្លាធម្មតាទេនិយាយទៅគឺជាព្រៃខ្លាបាត់ទៅហើយវាបានសម្លាប់មេស្មាច់ដែលជាមេព្រៃនេះគេមិនមែនជាមនុស្សធម្មតាទេឮថាគេជាអាគមទៀតតើដួងគ្រាន់តែបានដឹងថាគេគឺជាអ្នកជាអាគមទៀតហើយត្រូវបានសត្វខ្លាសម្លាប់បែបនេះគាត់ក៏បានលេបទឹកមាត់ឬសូទឹកក្អឹកហើយគាត់និយាយថាអូមើលទៅរឿងនេះមិនធម្មតាទេមើលទៅសត្វខ្លាមួយក្បាលហ្នឹងវាបានខ្លាចទៅជាព្រៃខ្លាបាត់ទៅហើយពិតជាពិបាកចាត់ការខ្លាំងណាស់អ្នកភូមិក៏បានតបវិញថារឿងនឹងហើយដែលខ្ញុំមានអារម្មណ៍ថាពិបាកនោះពីព្រោះថាវាជាព្រៃខ្លាហើយបើតាមខ្ញុំដឹងគ្រោះកំភ្លើងធម្មតាគឺមិនអាចធ្វើអ្វីវាបានទេរឿងមួយទៀតមិនដឹងថាត្រូវចាប់វាយ៉ាងម៉េចតាដួងក៏បានតបវិញថាមិនអីទេចាំមើលយើងរិះរកវិធីមើលតែយ៉ាងណាគាត់ក៏ត្រូវការអ្នកភូមិមួយចំនួនហ្នឹងទៅចូលរួមផងដែរដើម្បីជួយគ្នានៅពេលដែលតាដួងបាននិយាយចប់តាដួងក៏បានសួរមកកាន់តាដេតថាអដេតតើឯងយល់យ៉ាងម៉េចដែរចំពោះរឿងនេះតាដេតក៏បានតបទៅវិញថាមានយ៉ាងម៉េចចាបើធ្វើដំណើរមកដល់ភូមិគេហើយគឺមានតែជួយគេនឹងឯងមានតែរិះរកវិធីសាស្ត្រដើម្បីកម្ចាត់ទៅលើសត្វខ្លាក្បាលនោះបើបន្តឲ្យវារស់នៅបែបនេះទៀតគឺមិនដឹងថាវានឹងទៅធ្វើបាបអ្នកភូមិផ្សេងទៀតដែលគ្នាមិនដឹងអីដែលគ្នាគឺត្រឹមតែសុំរស់មួយសឹកតែប៉ុណ្ណោះតាដេតក៏បាននិយាយថាមិនអីទេគឺយើងនឹងធ្វើដំណើរចូលទៅក្នុងព្រៃតែម្ដងប៉ុន្តែម្ដងនេះគាត់ត្រូវការមនុស្សអ្នកភូមិគឺជាមនុស្សដែលមានកម្លាំងកំហែងប្រហែលជា20នាក់អីតើអ្នកភូមិមានដែរឬទេអ្នកភូមិនៅទីនេះគេក៏បានតបវិញថាទោះបីជាត្រូវការមួយភូមិក៏ទៅដែរគេមិនខ្លាចក្នុងការសម្លាប់ព្រៃខ្លាទេតាដេតក៏បានតបវិញថាអត់ទេគាត់ត្រូវការតែ20នាក់តែប៉ុណ្ណោះដើម្បីទៅជាមួយនឹងគាត់ហើយត្រូវតែជាមនុស្សដែលកំឡោះនិយាយទៅគឺជាមនុស្សដែលមានកម្លាំងកំហែងបន្ទាប់មកអ្នកភូមិគេក៏បានយល់ព្រមដោយសារតែអ្នកទាំងពីរធ្វើដំណើរទៅនោះក៏វាដល់ពេលរៀងថ្ងៃបន្តិចដែរអ្នកភូមិក៏បានអញ្ជើញឲ្យពួកគាត់ទាំងពីរនាក់ហូបបាយហូបអីនិយាយទៅអ្នកភូមិនៅទីនេះគេហាក់បីដូចជាមានទំនុកចិត្តទៅលើតាដេតហើយនៅតាដួងខ្លាំងណាស់ម្នាក់បានយកបង្អែមមកហូបនិយាយទៅសំបីតែផ្លែឈើអីមួយចំនួនដែលពួកគាត់មិនធ្លាប់បានហូបនោះគឺយកឲ្យអ្នកទាំងពីរតែម្ដងអ្នកភូមិបាននិយាយថាមិនអីទេអ្នកទាំងពីរឆាប់ហូបឲ្យមានកម្លាំងទៅចំណែកឯរឿងថាព្រៃខ្លានោះកំចាត់បានឬមួយក៏អត់គឺគាត់មិនថាអីនោះទេឲ្យតែអ្នកទាំងពីរមកជួយនេះពួកគាត់សប្បាយចិត្តណាស់ទៅហើយគាត់មិនមែនជាមនុស្សអាក្រក់ដូចជាមេព្រៃដែលមានឈ្មោះថាស្មាច់ហើយនឹងមេភូមិនៅទីនឹងទីក្រោយពីគាត់ទាំងពីរនាក់បានហូបអាហាររួចរាល់តាដេតគាត់ក៏បាននិយាយថាមិនអីទេឥឡូវនេះគឺខ្ញុំរៀបគម្រោងតែម្ដងគឺខ្ញុំឲ្យមនុស្ស2នាក់គឺជាមនុស្សដែលមានកម្លាំងកំហែងនឹងឯងធ្វើដំណើរចូលទៅក្នុងព្រៃនិយាយទៅគឺធ្វើដូចជាធម្មតាយ៉ាងអញ្ចឹងគឺមិនចាំបាច់មានការផិតភ័យខ្លាចអ្វីទេហើយទុកចិត្តគាត់ទៅគាត់មិនបណ្ដោយឲ្យសត្វខ្លានោះមកខាំសម្លាប់បងប្អូនអ្នកភូមិនោះឡើយអ្នកភូមិគេគ្រាន់តែលើកបែបនេះគេក៏បានទុកចិត្តតែម្ដងទោះបីជាគាត់មានការផិតភ័យយ៉ាងណាក៏ដោយគាត់ក៏នៅតែជឿទុកចិត្តទៅលើតាដេតហើយនឹងតាដួងដែរលុះរហូតមកដល់ពេលគឺនៅពេលយប់តែម្ដងពេលល្ងាចបន្ទាប់មកអ្នកភូមិ2នាក់គេក៏បានធ្វើដំណើរចូលទៅក្នុងព្រៃដោយខាងក្រៅរបស់គេនោះគឺមានកន្ត្រកឫស្សីមួយដើម្បីទុកដាក់បន្លែចឹងទៅហើយគេបានដើរដូចជាធម្មតាយ៉ាងអញ្ចឹងគឺមិនមានការភ័យខ្លាចអ្វីនោះទេពួកគេក៏បានធ្វើដំណើរមួយសន្ទុះក៏ស្រាប់តែបានឮសំឡេងសត្វខ្លានោះស្រែកក្រហមតែម្ដងចំណែកឯតាដេតជាមួយនឹងតាដួងអ្នកទាំងពីរគ្រាន់តែបានឮបែបនេះញញឹមតែម្ដងគាត់ថាអូវាចូលមកហើយវាចូលអន្ទះរបស់គាត់ហើយតាដេតជាមួយនឹងតាដួងពួកគាត់បានត្រៀមគ្រាប់កាំភ្លើងរួចជាស្រេចតែគ្រាប់កាំភ្លើងរបស់គាត់នេះគឺមិនមែនជាគ្រាប់កាំភ្លើងធម្មតានោះទេដោយវេលាស្មើនឹងគឺនៅមកប្រមាណជាង6ទៅ7យប់តែប៉ុណ្ណោះតែសត្វខ្លានោះវាហ៊ានខ្លាំងណាស់វាហ៊ានបង្ខាញខ្លួនឲ្យពួកគាត់ឃើញតែម្ដងសត្វខ្លាមួយក្បាលនឹងវាក៏បានរត់មកគឺប្រុងនឹងថាកន្ទ្រឹបទៅលើអ្នកភូមិ2នាក់ដែលតាដេតជាមួយនឹងតាដួងបានឲ្យដើរនឹងពេលនោះដែរតាដេតជាមួយនឹងតាដួងក៏បានទាញកំភ្លោកបាញ់ចំនួន2គ្រាប់ហើយគាត់ក៏បានបាញ់បន្តទៀតគឺចំនួនប្រមាណជាងចូលជិត10គ្រាប់ឯណោះដែលនេះសសឹងតែជាគ្រាប់អាគមតែម្ដងមើលទៅតាដេតលើកនេះគាត់គឺហាក់បីដូចជាប្រញាប់នៅក្នុងការចាត់ការវាខ្លាំងណាស់ជាទូទៅ
តាដេតគាត់ក៏ចង់សាកឬមួយក៏ចង់ដឹងថាតើសត្វខ្លានេះវាខ្លាំងដល់កម្រិតណាដែរតែនេះតាដេតគឺមិនខ្វល់នោះទេគឺគាត់សម្លាប់យកតែម្ដងសំលេងក្រកកំភ្លើទាំងអស់នេះទោះបីជាវាមិនត្រូវច្រើនគ្រាប់ទៅចំនួនតែ5គ្រាប់ក៏អាចធ្វើឲ្យសត្វខ្លានោះបានដួលទៅនឹងដីដែរពិតមែនសត្វខ្លានោះវាក៏បានដួលទៅលើដីពិតមែនគឺថាឈាមនោះឡងដាច់ពេញនឹងតែម្ដងធ្វើឲ្យអ្នកភូមិទាំងពីរនោះវាបានស្រែកយំដោយសារតែខ្លានឹងគឺបានកន្ទ្រប់ទៅលើហើយឈាមរបស់សត្វខ្លានោះគឺបានស្រោចពេញខ្លួនពួកគាត់ធ្វើឲ្យពួកគាត់ស្រែកហៅឲ្យអ្នកផ្សេងជួយផងអ្នកភូមិទាំងអស់គ្នាដែលបានទៅជាមួយនឹងតាដេតាឌូងពួកគេក៏បានចូលទៅជួយបន្ទាប់ពីគេបានជួយលើកហើយគេក៏បាននិយាយថាយ៉ាងម៉េចហើយអ្នកទាំងពីរតើយ៉ាងម៉េចហើយអ្នកទាំងពីរនោះក៏បានតបថាមិនមានរបួសអ្វីទេគ្រាន់តែគេមានការផាត់ភ័យសំណាងណាដែលបងទាំងពីរនាក់ដែលជាគ្រូអាគមនោះគឺអាចជួយពួកគាត់បានបើមិនអញ្ចឹងទេពួកគាត់ប្រកាសជាស្លាប់ក្រោមក្រញាំសត្វខ្លានេះទៀតហើយតាដេតជាមួយនឹងតាឌូងក៏បានប្រាប់ឲ្យអ្នកភូមិនោះធ្វើដំណើរទៅយកសត្វខ្លានោះទៅគឺវាបានងាប់បាត់ទៅហើយអ្នកភូមិគ្រាន់តែបានលើបែបនេះគេក៏បានសួរម្ដងហើយម្ដងទៀតថាតើសត្វខ្លានេះពិតជាងាប់ហើយមែនទេគ្រូតាដេតក៏បានតបវិញថាពិតជាងាប់ហើយពួកឯងគឺចូលទៅមើលទៅចំណែកឯអ្នកភូមិនៅទីនេះពួកគេក៏បានចូលទៅប៉ុន្មាននៅពេលដែលចូលទៅបានឃើញថាសត្វខ្លានឹងវាបានបាត់បង់ជីវិតទៅហើយអ្នកភូមិគឺបាននាំគ្នាហួរសប្បាយទាំងយប់តែម្ដងបន្ទាប់ពីគេបានសម្លាប់សត្វខ្លានោះហើយអ្នកភូមិក៏បានវិលត្រឡប់មកដល់ផ្ទះរៀងៗខ្លួនវិញលុះរហូតមកដល់ពេលព្រឹកឡើងអ្នកភូមិដូចជាមានអាយុជីវិតនោះសាជាថ្មីអញ្ចឹងទី1មេព្រៃដែលជាមេស្មាច់ដែលតែងតែគ្រប់គ្រងក្នុងស្រុកភូមិរបស់គាត់គេក៏បានបាត់បង់អាយុជីវិតបានឥឡូវនេះអ្នកភូមិរស់នៅយ៉ាងសុខសាន្តតែម្ដងអ្នកភូមិក៏បានសំពះអរគុណទៅកាន់តាដេតជាមួយនឹងតាឌូងចំណែកឯអ្នកទាំងពីរបន្ទាប់ពីគាត់បានជួយទៅលើអ្នកភូមិហើយគាត់ក៏បានវិលត្រឡប់ទៅកាន់ស្រុកភូមិរបស់គាត់វិញចំណែកឯសាច់រឿងរបស់យើងនៅក្នុងអេពីសូតទី41នេះក៏សូមតែបញ្ចប់ត្រឹមនឹងថ្មីត្បិតតែថាវារៀងខ្លីបន្តិចដោយសារតែវាជាសាច់រឿងតមកពីភាគមុនតែយ៉ាងណា admin នឹងដាក់សាច់រឿងមួយទៀតដើម្បីឲ្យបងប្អូនបានស្ដាប់កំសាន្តអញ្ចឹងគឺសង្ឃឹមថាបងប្អូនមិនយល់ច្រឡំទេសាច់រឿងរបស់តាដេតជាមួយនឹងតាឌូងនោះគឺសូមតែបញ្ចប់ត្រឹមនឹងហើយទៅខាងមុខទៀតនោះគឺខ្ញុំនឹងដាក់មួយរឿងទៀតដើម្បីឲ្យបងប្អូនបានស្ដាប់កំសាន្តបន្តទៀតឥឡូវដើម្បីកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់សាច់រឿងមួយរឿងទៀតទាំងអស់គ្នាក្រោយពីការជប់លីងអបអរសាទរជ័យជំនះក៏ដូចជាការឡើងតំណែងថ្មីរបស់តាដេតនៅបន្ទាយរបស់លោកអ៊ំម៉ែនទាហានទាំងអស់ក៏បានសម្រាកយកកម្លាំងរៀងៗខ្លួនតាដេតទោះបីជាគាត់បានឡើងតំណែងធំក៏ដោយក៏គាត់មកបានប្រកាន់ខ្លួនអ្វីដែរគាត់ក៏នៅតែរាប់អានតាឌូងហើយនឹងកូនទាហានផ្សេងៗទៀតជាធម្មតាតាឌូងវិញរត់តែសប្បាយចិត្តទៅទៀតដែលមានមិត្តភ័ក្តិដូចជាតាដេតគាត់តែងតែនិយាយលេងថាណែដេតឥឡូវឯងខ្លាចទៅជាមេរបស់អញបាត់ទៅហើយតែមិនអីទេទោះឯងជាមេក៏ឯងនៅតែជាមិត្តសម្លាញ់របស់អញដែរតាដេតគ្រាន់តែឮបែបនេះគាត់ក៏បានសើចហើយក៏បានទះស្មាតាឌូងតិចៗផងដែរប៉ុន្តែសេចក្តីស្ងប់ស្ងាត់នេះវាមិនបានយូរទេប្រហែលជា3ទៅ4ថ្ងៃក្រោយមកនៅពេលព្រឹកព្រលឹមស្រាងក៏មានអ្នកនាំសារម្នាក់បានរត់ទាំងត្រហេត្រហក់មកដល់បន្ទីរបស់លោកអ៊ំម៉ែនអ្នកនាំសារនោះមើលទៅហត់នឿយនឹងស្លេកស្លាំងជាខ្លាំងលោកអ៊ំម៉ែនដែលកំពុងតែពិភាក្សាការងារជាមួយនឹងតាដេតក៏បានឲ្យគេចូលមកអ្នកនាំសារនោះគ្រាន់តែគេចូលមកដល់ភ្លាមគេក៏បានលុតជង្គង់ហើយនិយាយទាំងដង្ហើមថប់ថាលោកមេបញ្ជាការអើយសូមមេត្តាជួយអ្នកភូមិខ្ញុំផងនៅឯភ្នំស្រួយឯណោះមានខ្លាខ្មៅដ៏ធំមួយក្បាលកាចសាហាវណាស់វាចូលមកខំក៏ដូចជាស៊ីមនុស្សសត្វពាហនៈស្ទើរតែរយប់ទៅហើយឥឡូវនេះអ្នកភូមិរបស់ខ្ញុំគេពិតជាភ័យខ្លាចខ្លាំងណាស់មិនហ៊ានចេញរកស៊ីអ្វីទេសូមលោកមេត្តាជួយផងក្រឡេកទៅកាន់លោកអ៊ំម៉ែននិងតាដេតបានស្ដាប់ឮហើយគាត់ក៏បានធ្វើទឹកមុខតាមតឹងលោកអ៊ំម៉ែនក៏បានសួរថាខ្លាខ្មៅនៅភ្នំស្រួចមែនទេតើវាធំប៉ុណ្ណាទៅ
អ្នកនាំសារឆ្លើយថាធំណាស់លោកអើយធំជាងគោទៅទៀតភ្នែករបស់វាឡើងក្រហមដូចជាភ្លើងអញ្ចឹងហើយរហ័សដូចជាខ្យល់អ្នកភូមិខ្លះគេថាវាជាខ្លារាក់ទេដឹងបន្ទាប់មកលោកអ៊ំម៉ែនគាត់បានងាកមកមើលតាដេតហើយនិយាយថាភ្នំស្រួចជាតំបន់ព្រៃចាស់ហើយតែងតែមានរឿងចម្លែកកាត់ឡើងការការពារប្រជាជនក៏ជាភារកិច្ចរបស់យើងដែរដេតយើងប្រគល់ភារកិច្ចនេះឲ្យឯងជ្រើសរើសយកទាហានចំណិតប្រមាណអ្នកដែលឯងទុកចិត្តរួមទាំងអាដូងនេះផងទៅស្រាវជ្រាវហើយបើអាចកម្ចាត់ខ្លាខ្មៅនោះចោលទៅដើម្បីសុខសុវត្ថិភាពរបស់អ្នកភូមិមុនពេលនឹងចេញដំណើរទៅលោកអ៊ំម៉ែនបានហៅតាដេតទៅស្ងាត់ហើយប្រគល់គ្រាប់កាំភ្លើងពិសេសរបស់គាត់ចំនួន3គ្រាប់ឲ្យដោយនិយាយថាភ្នំស្រួចនេះមិនមែនធម្មតាទេខ្លានោះក៏ប្រហែលជាមិនធម្មតាដែរឯងត្រូវពឹងលើសមត្ថភាពរបស់ខ្លួនឯងនិងកំបិតស្នៀតរបស់ឯងជាចម្បងប៉ុន្តែបើដល់គ្រាអាសន្នចុងក្រោយបងអស់ចាំប្រើគ្រាប់នេះចោះត្រូវចាំប្រើតែពេលចាំបាច់បំផុតតាដេតគាត់ក៏បានទទួលយកដោយការគោរពបន្ទាប់មកទៀតតាដេតគាត់ក៏បានជ្រើសរើសយកទាហានក្លាហាននិងមានជំនាញចំនួន5នាក់ទៀតរួមទាំងតាដួងផងដែរពួកគាត់បានរៀបចំស្បៀងសម្ភារៈនិងអាវុធមួយចំនួនរួចក៏ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ភ្នំស្រួចដំណើរទៅកាន់តំបន់ភ្នំស្រួចពិតជាលំបាកផ្លូវកាន់តែចូលជ្រៅព្រៃក៏កាន់តែក្រាស់ហើយអាកាសធាតុហាក់បីដូចជាអាប់អួរខុសប្លែកពីធម្មតាសំឡេងសត្វយំក៏មិនសូវឮដែរហាក់បីដូចជាមានអ្វីមួយដែលធ្វើឲ្យពួកវាភ័យខ្លាចពួកគាត់បានប្រទះឃើញស្នាមដានជើងសត្វខ្លាដែលធំមហិមាខុសពីស្នាមដានជើងខ្លាធម្មតាដែលពួកគាត់ធ្លាប់បានឃើញលុះទៅដល់ជ័យភ្នំក្បែរភ្នំស្រួចពួកគាត់បានសាកសួរអំពីអ្នកភូមិក៏បានរៀបរាប់ទាំងភ័យខ្លាចអំពីភាពកាចសាហាវរបស់ខ្លាខ្មៅនោះគេថាវាមិនត្រឹមតែធំទេវាឆ្លាតខ្លាំងណាស់ហាក់បីដូចជាដឹងថាមនុស្សនៅឯណាអ្នកខ្លះដែលរត់ទាន់បានឃើញភ្នែករបស់វាឡើងក្រហមឆេះនៅក្នុងទីងងឹតតាដេតនិងក្រុមរបស់គាត់ក៏ចាប់ផ្ដើមតាមដានស្នាមដានជើងខ្លានោះចូលទៅក្នុងព្រៃជ្រៅនៃភ្នំស្រួយពួកគាត់ធ្វើដំណើរដោយប្រុងប្រយ័ត្នបំផុតតាដេតបានប្រើប្រាស់នូវជំនាញដើរព្រៃដែលឪពុករបស់គាត់បានបង្រៀនដើម្បីតាមដាននៅពេលរសៀលជ្រេទៅហើយស្រាប់តែតាដួងដែលដើរក្រោយគេបន្តិចបានស្រែកឡើងប្រយ័ត្នមើលរំពេចនោះស្រមោលខ្មៅមួយបានស្ទុះចេញពីកំពស់ព្រៃយ៉ាងលឿនសំដៅមករកទាហានម្នាក់ដែលនៅខាងមុខតាដេតត្រហាដូចព្យុះបានស្ទុះទៅរុញទាហាននោះចេញហើយគេចខ្លួនបានមួយរំពេចខ្លាខ្មៅដ៏ធំនោះបានត្រឹមតែខ្វាយខ្យល់ហើយក៏បែរមកសម្លឹងមើលក្រុមរបស់តាដេតដោយភ្នែកឡើងក្រហមវាក្រហមមួយសម្លេងយ៉ាងខ្លាំងធ្វើឲ្យរំជួយពេញព្រៃរួចក៏ស្ទុះលោតបាត់ចូលទៅក្នុងព្រៃក្រាស់មួយរំពេចវិញលឿនរហូតមើលស្ទើរតែមិនទាន់ទេទាហានម្នាក់បានរងរបួសស្រាលត្រង់ស្មាដោយសារតែសត្វខ្លាមួយក្បាលនោះតាដួងបាននិយាយទាំងញោមបបបន្តិចលឿនមែនទែនហើយធំទៀតនេះមិនមែនខ្លាធម្មតាទេតាដេតក៏បានងក់ក្បាលទាំងទឹកមុខមើងម៉ាត់ពិតមែនហើយយើងមិនអាចប្រយុទ្ធជាមួយនឹងវាដោយកម្លាំងបាយទន់នឹងកម្លាំងបាយបានទេយើងត្រូវតែព្រើល្បិចគាត់នឹកឃើញដល់មេរៀនឪពុកគាត់អំពីការទាក់សត្វស្កាយសាហាវនិងមានឫទ្ធិអំណាចបែបនេះយើងត្រូវតែរកកន្លែងទូលាយហើយតាក់វាមកពួកគាត់បានរកឃើញវាលតូចមួយដែលមានដើមឈើធំព័ទ្ធជុំវិញតាដេតបានឲ្យទាហាន2នាក់ទៅរកសត្វព្រៃធំល្មមមួយក្បាលធ្វើជំនួយចំណែកឯគាត់និងអ្នកផ្សេងទៀតបានរៀបចំទីតាំងពូនស្ទាក់នៅជុំវិញនោះដោយតាដេតបានចង្អុលបង្ហាញពីទីតាំងនិងទូនាទីរៀងៗខ្លួនគាត់បានប្រាប់ឲ្យគ្រប់គ្នា
រងចាំសញ្ញាពីគាត់លុះនៅពេលយប់ជ្រៅក៏បានចូលមកដល់ពន្លឺព្រះច័ន្ទបានភ្លឺតិចតិចសភាពនៅក្នុងព្រៃកាន់តែស្ងាត់ជ្ងំនិងគួរឲ្យខ្លាចក្រុមរបស់តាដេតអង្គុយរងចាំដោយអន្ទះសារនិងភាពតានតឹងពេលវេលាក៏ចេះតែកន្លងផុតពី1ម៉ោងទៅកាន់1ម៉ោងក៏ស្រាប់តែសំឡេងខ្យល់បក់យ៉ាងខ្លាំងហើយស្រមោលខ្មៅមួយក៏លេចរូបរាងឡើងនៅនឹងមាត់វាលគឺខ្លាខ្មៅនោះឯងវាធំជាងការស្មានទៅទៀតរោមរបស់វាខ្មៅរលើបរលោងភ្នែករបស់វាភ្លឺក្រហមដូចរងើកភ្លើងវាដើរសន្សឹមហិតក្លិននុយប៉ុន្តែហាក់បីដូចជាមិនបានចាប់អារម្មណ៍នឹងនុយនោះទេតែបែរជាសម្លឹងមើលជុំវិញហាក់បីដូចជាដឹងថាមានមនុស្សកំពុងតែពូនស្ទាក់តាដេតបានស្រែកបញ្ជាឲ្យលើកហើយទីហ៊ានទាំងអស់គ្នាបានបាញ់កំភ្លើងព្រមគ្នាសំដៅទៅខ្លានោះតែអ្វីដែលចម្លែកក្របកំភ្លើងហាក់បីដូចជាគ្មានប្រសិទ្ធភាពនៅពេលដែលប៉ះទៅលើស្បែករបស់វាបន្តិចបន្តួចតែប៉ុណ្ណោះមិនឲ្យធ្វើឲ្យវានេះមានការឈឺចាប់ធ្ងន់ធ្ងរទេខ្លាខ្មៅក្រហមរួចមកក៏បានស្ទុះមករកតាដេតតែម្ដងហាក់បីដូចជាដឹងថាគាត់ជាមេក្រុមតាដេតគាត់ក៏បានស្ទុះចេញពីកន្លែងពូនហើយស្រែកប្រាប់កូនក្រុមគាត់បានស្រែកថាបាច់បង្វែរដានវាទៅកុំឲ្យវាចូលមកចិត្តឲ្យសោះទីហ៊ានគ្រប់រូបបានព្យាយាមបាច់បន្តទៀតប៉ុន្តែខ្លានោះរហ័សណាស់វាគេចក្រកកំភ្លើងបានចង្ងាយតែម្ដងតាដួងឃើញសភាពមិនស្រួលក៏ស្ទុះចេញពីម្ខាងទៀតហើយបាច់កំភ្លើងឡើងលើដើម្បីតែទាញចំណាប់អារម្មណ៍របស់ខ្លាខ្មៅនោះក៏បែរទៅរកតាដួងមិញមួយរំពេចអាដួងប្រយ័ត្នតាដេកគាត់បានស្រែកពីចម្ងាយបែបនេះគឺជាឱកាសហើយខណៈពេលដែលខ្លានោះបែរក្នុងមួយផ្លែតតាដេតក៏បានស្ទុះទៅយ៉ាងលឿនគាត់ក៏បានដកកំបិតស្នៀតដែលឪពុករបស់គាត់បានឲ្យចេញពីចង្កេះគាត់ក៏នឹកក្នុងចិត្តដល់ពីឪពុកពេលប្រឈមមុខនឹងអ្វីដ៏ខ្លាំងពូកែខុសធម្មតាត្រូវផ្ចង់ស្មារតីរួមបញ្ចូលកម្លាំងចិត្តនិងកម្លាំងកាយតាមរយៈអាវុធកំបិតស្នៀតនៅក្នុងដៃគាត់ហាក់បីដូចជាមានរស្មីអ្វីម្យ៉ាងភ្លឺតិចគាត់ក៏បានលុតស្ទុះឡើងហើយចាក់សំដៅទៅត្រង់ក្រោមដើមករបស់ខ្លាដែលជាចំណុចដែលគាត់ស្មានថាជាចំណុចទន់ជាងគេសំឡេងដែលលោកតាដេតនេះបានចាក់ទៅលើខ្លាលាន់លឺសុទ្ធទៅជ្រុចខ្លាខ្មៅនោះបានស្រែកសំឡេងវាបានស្រែកយកខ្លាំងទៅមែនទែនវាពិតជាឈឺចាប់ខ្លាំងណាស់រួចក៏បានគេបវិញប្រងនឹងយកក្រញាំរបស់វានោះខ្វាយទៅលើតាដេតចំណែកឯតាដេតគាត់ក៏បានរបៀខ្លួនកិច្ចបានមួយរំពេចដូចគ្នាខ្លាខ្មៅនោះគឺទ្រុឌទ្រោមវាព្យាយាមស្ទុះម្ដងហើយម្ដងទៀតប៉ុន្តែកម្លាំងរបស់វាហាក់បីដូចជាថមថយទៅហើយឈាមខ្មៅក្រាស់បានហូរចេញពីមុខរបួសត្រង់ករបស់វានិយាយទៅសំបីតែឈាមរបស់សត្វខ្លាមក្បាលនេះវាក៏ខុសពីគេផងដែរបន្តមកទៀតវាក៏បានងាកសម្លឹងមកកាន់តាដេតដោយកំហឹងនិងឈឺចាប់បន្ទាប់មកក៏បានដួលក្រឹបទៅនឹងដីដាច់ខ្យល់ស្លាប់ភ្លាមសភាពនៅជុំវិញក៏ប្រែទៅជាស្ងប់ស្ងាត់មួយរំពេចទាហានទាំងអស់ស្ទុះចេញពីកន្លែងពូនមករកមើលសារសពខ្លាំងខ្មៅនោះដោយមិនហ៊ានជឿនៅនឹងភ្នែកតាដួងបានស្ទុះមកមើលតាដេតអាដេតឯងមិនអីទេអីតាដេតបានក្រវីក្បាលតែគាត់ក៏ហត់ផងដែរពួកគាត់ទាំងអស់គ្នាក៏បានពិនិត្យសារសពខ្លានោះឃើញថាស្បែករបស់វាពិតជាស្វិតពិតមែនហើយកំបិតស្នៀតរបស់តាដេតបានចាក់ទម្លុះចំកន្លែងសំខាន់ពួកគាត់ក៏បានយកក្រញាំដ៏ធំមួយរបស់វាធ្វើជាភស្តុតាងទាហានដែលរងរបួសក៏ត្រូវបានជួយសង្គ្រោះជាបឋមផងដែរបន្ទាប់ពីបានសម្រាប់បន្តិចក្រុមរបស់តាដេតក៏បានធ្វើដំណើរត្រឡប់មកដល់បន្ទាយវិញនៅពេលដែលពួកគាត់បានមកដល់ហើយរាយការណ៍ជូនទៅមេបញ្ជាការម៉ែនព្រមទាំងបង្ហាញក្រញាំខ្លាលោកអ៊ំម៉ែនពិតជាមានការស្ញោចសរសើរខ្លាំងណាស់លោកអ៊ំម៉ែនមើលទៅកំបិតស្នៀតនៅចង្កេះរបស់តាដេតហើយនិយាយថាឯងពិតជាមិនធ្វើឲ្យយើងខកបំណងមែនឯងមិនត្រឹមតែពូកែទេតែឯងក៏មានប្រាជ្ញានេះ
បើសិនជាយើងមិនសរសើរក៏មិនបានដែរលុះបន្ទាប់ពីនឹងមកបានប្រមាណសប្តាហ៍ក្រោយពីបេសកកម្មនៅក្នុងភ្នំស្រួយស្ថានភាពនៅបន្ទាយរបស់លោកអ៊ុំម៉ែនក៏រៀនស្ងប់ស្ងាត់បន្តិចតាដេតក្នុងនាមជាដៃស្ដាំក៏បានជួយការងាររបស់មេបញ្ជាការម៉ែនយ៉ាងសកម្មផងដែរព្រមទាំងបានរៀបចំនៅកងទ័ពទាំងការបង្ហាត់និងការរៀបចំប្រយុទ្ធការពារបន្ទាយកេរ្តិ៍ឈ្មោះនិងសមត្ថភាពរបស់គាត់ត្រូវបានកងទ័ពទាំងមូលទទួលស្គាល់និងគោរពកោតក្រែងចំណែកឯតាឌួងវិញក៏មិនទំនេរដែរគាត់តែងតែនៅក្បែរតាដេតជួយធ្វើជាភ្នែកជាច្រមុះហើយក៏ជាកម្លាំងចិត្តដ៏សំខាន់ផងដែរគាត់តែងតែនិយាយថាអាដេតទោះបីជាឯងជាមេរបស់អញក៏អញនេះនៅជាខែការពារឯងដដែលនឹងតាដេតគ្រាន់តែឮគាត់ក៏បានញញឹមហើយឆ្លើយតបនឹងមិត្តភាពដ៏ស្មោះសររបស់តាឌួងនៅថ្ងៃមួយនៅពេលដែលលោកអ៊ុំម៉ែនតាដេតនិងតាឌួងកំពុងតែពិនិត្យផែនទីនៅក្នុងបន្ទាយក៏ស្រាប់តែមានទាហានឆ្លងយកការម្នាក់ចូលមករាយការណ៍ជាបន្ទាប់លោកមេបញ្ជាការរងទាហាននោះគេបាននិយាយបែបនេះគេបានបន្តទៀតថាយើងទទួលបានដំណឹងច្បាស់ការថាក្រុមសត្រូវដែលយើងបានបំបីការពីសមរភូមិមុននៅកន្លែងភ្នំនោះពួកវាបានប្រមូលផ្ដុំគ្នាសាជាថ្មីនៅតំបន់ព្រៃជ្រៅក្នុងខេត្តកោះកុងឯណោះពួកវាបានបង្កើតជាមូលដ្ឋានលាក់ខ្លួនហើយក៏មានទាំងឃ្លាំងស្តុបស្បៀងនិងអាវុធធំមួយចំនួននៅកន្លែងនោះទៀតផងពួកវាកំពុងតែបង្កការរំខានដល់អ្នកស្រុកហើយអាចនឹងមានគម្រោងវាយលុកចូលតំបន់ផ្សេងទៀតលោកអ៊ុំម៉ែនស្ដាប់ហើយទឹកមុខរបស់គាត់ក៏បានប្រែជាមាំគាត់បានគោះម្រាមដៃទៅលើទីតាំងតំបន់ខេត្តកោះកុងហើយនិយាយថាខេត្តកោះកុងក៏ជាតំបន់ព្រៃក្រាស់ផងដែរហើយជាប់ជាមួយនឹងសមុទ្រទៀតវាជាទីតាំងយុទ្ធសាស្ត្រមួយដែលយើងមិនអាចមើលរំលងបានបើទុកឲ្យពួកវាបង្កើតមូលដ្ឋាននៅទីនោះបានរឹងមាំវានឹងក្លាយទៅជាបន្លានៅក្នុងកៅភ្នែករបស់យើងមិនខានគាត់ក៏បានងាកមកថាដេតពេលសកកម្មមួយនេះវាពិតជាធំជាងលើកលងមុនទៅទៀតយើងចង់ឲ្យឯងដឹកនាំកម្លាំងមួយក្រុមដែលប្រហែលជា50ទៅ60នាក់ចូលទៅក្នុងតំបន់នោះស្វែងរកឲ្យឃើញទីតាំងពិតប្រាកដនៃឃ្លាំងអាវុធរបស់ពួកវាហើយកំទេចវាចោលទៅបើអាចចាប់មេដឹកនាំរបស់វានៅតំបន់នោះឲ្យបានផងក៏កាន់តែល្អឯងត្រូវតែប្រុងប្រយ័ត្នបំផុតតំបន់នោះស្មុគស្មាញខ្លាំងណាស់ពិបាកនៅក្នុងការធ្វើដំណើរផងដែរតាដេតគាត់ក៏បានងូក្បាលទទួលបញ្ជាបាទលោកមេបញ្ជាការខ្ញុំនឹងធ្វើអស់ពីសមត្ថភាពតាឌួងដែលឈរនៅក្បែរគាត់ក៏បានងីកក្បាលបដូរផ្ដាច់ដែរការរៀបចំក៏ចាប់ផ្ដើមតាដេតបានជ្រើសរើសយកទាហានដែលមានបទពិសោធន៍និងជំនាញនៅក្នុងការដើរព្រៃនិងប្រយុទ្ធនៅក្នុងស្ថានភាពលំបាកតាឌួងត្រូវបានតែងតាំងជាមេបញ្ជាការរងនៃក្រុមប្រតិបត្តិការមួយនេះពួកគាត់បានរៀបចំអាវុធរៀបចំគ្រប់រំសេវស្បៀងអាហារថ្នាំសង្កូវនិងឧបករណ៍ចាំបាច់ផ្សេងសម្រាប់ធ្វើដំណើរដល់វែងឆ្ងាយនេះនិងធ្វើការប្រតិបត្តិការនៅក្នុងព្រៃជ្រៅពីថ្ងៃក្រោយមកក្រុមទាហានក្រោមការដឹកនាំរបស់តាដេតក៏បានចេញដំណើរពីបន្ទាយនៅពេលយប់ស្ងាត់ឆ្ពោះទៅកាន់ទិសនិរតីសំដៅទៅខេត្តកោះកុងការធ្វើដំណើរពិតជាលំបាកឆ្លងកាត់ព្រៃភ្នំវាភក់និងដងអូរជាច្រើនបើនិយាយអំពីអាកាសធាតុនៅតំបន់ឆ្នេរមានសភាពក្តៅហើយសើមខុសពីតំបន់ដែលពួកគាត់ធ្លាប់ប្រចាំការបន្ទាប់ពីធ្វើដំណើរអស់រយៈពេលជិត1សប្តាហ៍ពួកគាត់ក៏បានទៅដល់ជាយតំបន់ដែលគេសង្ស័យថាជាទីតាំងរបស់សត្រូវព្រៃនៅទីនេះកាន់តែក្រាស់ហើយស្ងាត់ជ្រងំខុសពីធម្មតាតាដេតបានបញ្ជាឲ្យក្រុមទាំងមូលបោះជំរំលាក់ខ្លួនហើយគាត់និងតាឌួងព្រមទាំងទាហានឆ្លងយកការ4នាក់ទៀតបានផ្លាស់ប្ដូរសម្លៀកបំពាក់បំឡំខ្លួនហើយលើបចូលទៅស៊ើបការពួកគាត់ធ្វើដំណើរដោយស្ងៀមស្ងាត់បំផុតតាមដានស្នាក់ស្នាមនិងពឹងផ្អែកនៅលើសភាវគតិនិងជំនាញនៅក្នុងការដើរព្រៃរបស់ពួកគាត់ក្រោយពីលើបលូនអស់រយៈពេលពេញមួយថ្ងៃពេញពួកគាត់ក៏បានប្រទះឃើញជំរំលាក់ខ្លួនមួយ
ដែលមានការយាមកាងយ៉ាងតឹងរឹងជំរំនោះស្ថិតនៅជ្រលងភ្នំមួយដែលពិបាកនឹងចូលទៅដល់នៅក្បែរនោះមានសំណង់ដែលមើលទៅដូចជាឃ្លាំងស្តុកទំនិញដែលមានទាហានយាមច្រើនជាងនៅកន្លែងផ្សេងតាដេតនិងក្រុមឆ្លងយកការបានពូនស្ទាក់នៅចម្ងាយសង្កេតមើលសកម្មភាពរបស់សត្រូវកត់ត្រាចំនួនទាហានចំណុចយាមកាមនិងផ្លូវចេញចូលពួកគាត់ថែមទាំងបានឃើញមេដឹកនាំម្នាក់ដែលមើលទៅពិតជាមានអំណាចចេញចូលឃ្លាំងនោះជាច្រើនលើកជាច្រើនសារពួកវាពិតជានៅទីនេះពិតមែនអាឌូងតាដេតខ្សឹបប្រាប់តាឌូងការយាមកាមរបស់គេនេះពិតជាតឹងរឹងខ្លាំងណាស់យើងត្រូវតែរៀបចំផែនការឲ្យបានល្អិតល្អន់បើមិនអញ្ចឹងទេយើងនឹងខាតបង់ច្រើនណាស់ពួកគាត់ក៏បានដកថយដោយស្ងៀមស្ងាត់ត្រឡប់ទៅកាន់ទីតាំងក្រុមធំរបស់គាត់វិញតាដេតបានប្រមូលមេក្រុមរងទាំងអស់រួមទាំងតាឌូងមកប្រជុំដើម្បីរៀបចំផែនការវិលុកផែនការគឺបែងចែកកម្លាំងជា3ក្រុមទី1ដឹកនាំដោយតាឌូងវាយប្រហារពីទិសមួយដើម្បីបង្វែរដាននិងទាញកម្លាំងសត្រូវក្រុមទី2ដឹកនាំដោយមេទាហានម្នាក់ទៀតវាយលុកចូលកំទេចឃ្លាំងអាវុធចំណែកឯក្រុមទី3ដឹកនាំដោយតាដេតផ្ទាល់និងជាកម្លាំងស្នូត្រៀមវាយទម្លុះចូលទៅចាប់មេដឹកនាំឬក៏ជួយក្រុមណាមួយដែលជួបការលំបាកពេលវេលាវាប្រហារត្រូវបានកំណត់នៅពេលទីភ្លឺដែលជាពេលដែលសត្រូវភាគច្រើនធ្វើប្រហែសនិងពួកគេងងុយដេកអស់លុះដល់ម៉ោងកំណត់សញ្ញាក៏ចាប់ផ្ដើមត្រូវផ្ដល់ឲ្យសម្លេងផ្ទុះនិងការបាញ់ប្រហារបានចាប់ផ្ដើមពីទិសដែលក្រុមរបស់តាឌូងវាយលុកចូលសត្រូវមានការផ្ចាប់ផ្អើលហើយកម្លាំងភាគច្រើនក៏បានបង្វែរទៅទិសនោះពិតមែនឆ្លៀតឱកាសនោះក្រុមទី2ក៏បានសម្រុកចូលទៅកាន់ឃ្លាំងអាវុធការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាក៏បានកាត់ឡើងចំណែកឯតាដេតនិងក្រុមរបស់គាត់បានលើបចូលតាមច្រកមួយទៀតសម្ដៅទៅកាន់ទីមេបញ្ជាការដែលជាសត្រូវនោះការប្រយុទ្ធក៏ចាប់ផ្ដើមកាត់ឡើងយ៉ាងសាហាវសត្រូវតដៃយ៉ាងខ្លាំងក្លាដោយសារតែពួកគេស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួនសម្លេងកាភ្លើងនិងគ្រាប់បែកបានលាន់ឮរំពងពេញព្រៃក្រុមរបស់តាដេតបានជួបការទប់ទល់យ៉ាងស្វិតស្វែងតាដេតបានដឹកនាំនៅជួរមុខប្រើប្រាស់ទាំងកាភ្លើងនិងកាំបិតស្និតរបស់គាត់ពេលដែលត្រូវប្រយុទ្ធក្នុងរយៈចម្ងាយជិតគាត់បានបញ្ជាឲ្យកូនក្រុមធ្វើការដោយសហការគ្នាគ្របដណ្ដប់គ្នាទៅវិញទៅមកតាឌូងដែលកំពុងតែដឹកនាំក្រុមបង្វែរដានក៏បានបញ្ជូនសារមកថាពួកគេកំពុងតែទប់ទល់នឹងកម្លាំងសត្រូវយ៉ាងខ្លាំងប៉ុន្តែកំពុងតែព្យាយាមទាញពេលវេលាបានយូរនៅត្រង់ចំណុចឃ្លាំងអាវុធក្រុមទី2ក៏បានវាយទម្លុះចូលទៅដល់ខាងក្នុងហើយក៏ចាប់ផ្ដើមដាក់គ្រាប់បែកដើម្បីបន្ទោសសម្លេងផ្ទុះដ៏កក្រៅក៏បានលាន់ឮឡើងដែលជាសញ្ញាថាផ្នែកមួយនៃបេសកកម្មបានសម្រេចមេដឹកនាំសត្រូវដែលដឹងថាឃ្លាំងអាវុធត្រូវបានកំទេចគេក៏បានព្យាយាមរត់គេចជាមួយនឹងមនុស្សចំណិតរបស់គេមួយក្រុមប៉ុន្តែគេចបំផុតពីក្រុមរបស់តាដេតដែលបានស្ទាក់ផ្លូវរួចជាស្រេចការប្រយុទ្ធចុងក្រោយនេះក៏បានកាត់ឡើងបន្តទៀតតាដេតបានប្រឈមមុខនឹងមេដឹកនាំសត្រូវដោយផ្ទាល់មេដឹកនាំនោះក៏ជាអ្នកដែលមានវិជ្ជាគុណគួរសមដែរប៉ុន្តែมันអាចទប់ទល់នឹងក្បាច់គុណនិងភាពរហ័សរហួនរបស់តាដេតបានឡើយបន្ទាប់ពីប្រយុទ្ធគ្នាបានមួយសន្ទុះតាដេតក៏បានប្រើកាំបិតស្និតរបស់គាត់ដកហូតអាវុធនិងធ្វើឲ្យមេដឹកនាំនោះចុះចាញ់មនុស្សចំណិតរបស់គេក៏ត្រូវបានក្រុមរបស់តាដេតនេះកំចាត់អស់ទៅបន្ទាប់ពីការប្រយុទ្ធបានបញ្ចប់ជំរំសត្រូវទាំងមូលក៏ត្រូវបានគ្រប់គ្រងតាដេតបានបញ្ជាឲ្យឆេជំរំរឹបអូសឯកសារសំខាន់និងជួយសង្គ្រោះទាហានដែលមានរបួសភាគីរបស់គាត់ក៏មានការខូចខាតខ្លះដែរមានទាហានរបួសនិងពលីជីវិតមួយចំនួនដែលធ្វើឲ្យតាដេតមានអារម្មណ៍ពិតជាក្រៀមក្រំជាខ្លាំងគាត់បានបញ្ជាឲ្យប្រមូលសាកសពទាហានរបស់ខ្លួនដើម្បីយកត្រឡប់ទៅវិញដើម្បីធ្វើបុណ្យទៅតាមប្រពៃណីវិញចំណែកឯមេដឹកនាំសត្រូវដែលចាប់ខ្លួនត្រូវបានចងយ៉ាងត្រឹមត្រូវបេសកកម្មនៅកោះកុងក៏បានសម្រេចជោគជ័យទោះបីជាត្រូវបាត់បង់ទាហានមួយចំនួនក៏ដោយឃ្លាំងអាវុធសត្រូវត្រូវបានបំផ្លាញមេដឹកនាំនៅក្នុងតំបន់មួយនេះក៏ត្រូវចាប់ខ្លួនបានហើយមូលដ្ឋានរបស់ពួកគេក៏ត្រូវបានវាយកន្តិចបានសម្រេច
ការត្រឡប់មកពីបេសកកម្មនៅក្នុងខេត្តកោះកុងនាំមកនៅជាជំនះក៏ពិតមែនប៉ុន្តែបរិយាកាសនៅក្នុងបន្ទាយហាក់បីដូចជាមិនសូវជាសប្បាយរីករាយដូចជាលើកមុនទេការបាត់បង់ជីវិតនិងរបួសរបស់សហការីបានបន្សល់ទុកនៅស្នាស្នាមនៅក្នុងចិត្តរបស់ទាហានគ្រប់រូបរួមទាំងតាដេតផ្ទាល់ផងដែរអ្វីត្បិតតែទទួលបានការសរសើរអំពីលោកអ៊ំម៉ែននិងការគោរពពីកងទ័ពក៏ដោយតាដេតហាក់បីដូចជាមានទឹកមុខក្រៀមក្រំរូបភាពនៃទាហានដែលបានពលីជីវិតនៅដកជាប់នៅក្នុងអារម្មណ៍របស់គាត់នៅឡើយគាត់យល់ថាជ័យជំនះនីមួយៗសុទ្ធតែត្រូវបាត់បង់ជីវិតហើយនឹងពួកគេនោះគឺត្រូវបានឃ្លាតឆ្ងាយពីសាច់ញាតិប៉ុន្តែប៉ុន្មានថ្ងៃបន្ទាប់តាដេតមិនបានសង្ងំនៅក្នុងបន្ទប់នៃមេបញ្ជាការទេគាត់បានចំណាយពេលដើរសួរសុខទុក្ខទាហានដែលរងរបួសនៅក្នុងមន្ទីរពេទ្យតូចរបស់បន្ទាយនេះឯងគាត់អង្គុយនៅក្បែរគ្រែរបស់អ្នករបួសស្ដាប់ការរៀបរាប់របស់ពួកគេនិងផ្ដល់កម្លាំងចិត្តហើយសន្យាថានឹងមើលថែក្រុមគ្រួសាររបស់អ្នកដែលបានពលីលោកមេបញ្ជាការរងទាហានរបួសម្នាក់និយាយទាំងអូដើមកសមមិត្តសុនគាត់ជួយខ្ញុំបើគ្មានគាត់ទេខ្ញុំក៏ណាតាដេតបានដាក់ដៃលើស្មាទាហាននោះថ្នមយើងទាំងអស់គ្នានឹងចងចាំការលះបង់របស់សមមិត្តសុនគាត់គឺជាវីរៈបុរសឯងត្រូវឆាប់ជាសះស្បើយណាដើម្បីបន្តភារកិច្ចជំនួសគាត់ផងកុំបារម្ភអីរឿងគ្រួសាររបស់គាត់ខ្ញុំនិងលោកមេបញ្ជាការធំជួយមើលថែឲ្យហើយទឹកមុខនិងពីសម្ដីរបស់គាត់ពោពេញទៅដោយភាពកក់ក្ដៅនិងការទទួលខុសត្រូវដែលធ្វើឲ្យទាហានទាំងនឹងមានអារម្មណ៍ធូរស្រាលនិងមានកម្លាំងចិត្តមកវិញតាដួងក៏តែងតែនៅក្បែរតាដេតដែរពេលគាត់ទៅសួរសុខទុក្ខទាហានតាដួងបាននិយាយតិចថាឃើញឯងបែបនេះអញក៏សប្បាយចិត្តដែរដេតធ្វើជាមេគេមិនមែនចេះតែបញ្ជាឲ្យគេទៅស្លាប់ទេត្រូវចេះមើលទុក្ខធុរៈគេអញ្ចឹងទៅតាដេតមិនត្រឹមតែសួរសុខទុក្ខអ្នកដែលមានរបួសទេគាត់បានស្នើសុំលោកអ៊ំម៉ែនឲ្យយកស្បៀងអាហារនិងសម្ភារៈមួយចំនួនដែលរឹបអូសពីសត្រូវនៅកោះកុងទៅចែកជូនដល់ក្រុមគ្រួសារទាហានដែលបានពលីនិងអ្នកដែលមានរបួសធ្ងន់ទង្វើនេះបានធ្វើឲ្យកងទ័ពទាំងមូលកាន់តែស្រឡាញ់និងគោរពគាត់មិនត្រឹមតែជាមេបញ្ជាការរងដែលមានសមត្ថភាពប៉ុណ្ណោះទេតែជាអ្នកដឹកនាំដែលមានបេះដូងទៀតផងប៉ុន្តែខណៈពេលដែលតាដេតកំពុងតែព្យាយាមព្យាបាលរបួសផ្លូវចិត្តនិងពង្រឹងសាមគ្គីភាពនៅក្នុងជួរកងទ័ពបញ្ហាមួយទៀតក៏បានកើតឡើងមេដឹកនាំសត្រូវដែលបានចាប់មកពីកោះកុងត្រូវបានឃុំខ្លួននៅក្នុងបន្ទាយពីដំបូងគេធ្វើជាមិនព្រមនិយាយស្ដីអ្វីទាំងអស់ប៉ុន្តែបន្តិចម្ដងមេក្រុមដែលមានឈ្មោះថារ៉ាត់នឹងក៏ចាប់ផ្ដើមព្រិលល្បិចគេបាននិយាយឌឺដងដល់ទាហានយាមព្យាយាមធ្វើឲ្យពួកគេបាក់ទឹកចិត្តគេបាននិយាយថាការតស៊ូរបស់លោកអ៊ំម៉ែនគឺអត់ប្រយោជន៍ទេថាកម្លាំងរបស់គេនឹងមានច្រើនកន្លែងទៀតហើយបើពួកលោកអ៊ំម៉ែននឹងចាញ់នៅថ្ងៃណាមួយជាមិនខានទេគេនិយាយផងសោយផងមកកាន់ទាហានដែលកំពុងតែយាមកាមដំណឹងនេះបានលេចលឺទៅដល់តាដេតគាត់ដឹងថានេះជាយុទ្ធសាស្ត្រសង្គ្រាមចិត្តសាស្ត្ររបស់សត្រូវដើម្បីបំផាក់ស្មារតីកងទ័ពរបស់គាត់ដែលកំពុងតែរងស្រុតចុះស្រាប់ផងតាដេតក៏សម្រេចចិត្តទៅសួរចម្លើយគាត់ទៅសួរនេះគឺទៅសួរអ្នកដែលគាត់ចាប់មកដែលមានឈ្មោះថារ៉ាត់នឹងឯងគាត់បានធ្វើដំណើរទៅដោយសួរផ្ទាល់តែម្ដងដោយមានតាដួងនិងទាហានចំណិត2នាក់ទៀតទៅជាមួយនៅក្នុងបន្ទប់ឃុំឃាំងតាដេតអង្គុយទល់មុខមេម្នាក់ដែលមានឈ្មោះថារ៉ាត់នឹងឯងដែលនៅមានរឹកប្រខើដាក់គាត់ទៀតគាត់បាននិយាយថាឯងចង់បំផាក់ស្មារតីទាហានរបស់យើងមែនទេអារ៉ាត់តាដេតសួរដោយសំឡេងស្មើគិតថាធ្វើបែបនេះបានសម្រេចមែនទេឬចំណែកឯមេទាហានដែលបានចាប់មកនឹងគេក៏បានសើចចំអកបំផាក់ស្មារតីពួកឯងកំពុងតែបាក់ស្រុតដោយខ្លួនឯងតើមើលចោះត្រឡប់មកពីកោះកុងស្លាប់អស់ប្រមាណអ្នករបួសអស់ប្រមាណអ្នកនេះគ្រាន់តែជាការចាប់ផ្ដើមទីកម្លាំងរបស់ពួកយើងនៅទូទាំងប្រទេស
អ្នកដឹកនាំកម្ពុជារបស់យើងពួកឯងនេះមិនស្គាល់គាត់ទីអីយើងមិនខ្វល់ថាឋានៈដឹកនាំរបស់ឯងជាណាទីតាដេតនិយាយដល់មុតមុំតែយើងដឹងថាពួកឯងកំពុងតែធ្វើឲ្យរានោះខ្លោចសារការតស៊ូរបស់យើងគឺដើម្បីជាតិដើម្បីប្រជាជនតើឯងតស៊ូដើម្បីអ្វីទៅមេធាវីម្នាក់នោះបានស្ងាត់មួយភ្លែតមុននឹងនិយាយដោយសម្លេងខ្សឹបដែលពោពេញទៅដោយពឹសពុលដើម្បីអំណាចហើយដើម្បីកំចាត់មនុស្សក្បត់ប្រយ័ត្នខ្លួនផងលោកមេបញ្ជាការរងពេលខ្លះសត្រូវមិនមែននៅខាងក្រៅរបងទីគឺចង្កាលនៅក្បែរខ្លួននឹងឯងពេលនេះធ្វើឲ្យតាដេតតាដួងបានប្រែទឹកមុខតើឯងចោះសម្ដៅទៅលើអ្វីតើវាគ្រាន់តែជាកលល្បិចបំបាច់បំបាក់រឿងមួយមានរឿងអ្វីឲ្យប្រកាសទៅគំនិតនេះបានដកជាប់នៅក្នុងចិត្តរបស់តាដេតគាត់បានក្រោកឈរឡើងល្បិចថោកទាបរបស់ឯងនេះមិនអាចបំបាច់បំបាក់ពួកយើងបានទេទីខៀនរបស់យើងស្មោះត្រង់នឹងជាតិនិងលោកមេបញ្ជាការម៉ែនណានិយាយរួចគាត់ក៏បានដើរចេញដោយទុកឲ្យមេម្នាក់ដែលគាត់ចាប់មកនឹងឲ្យគេសោយឈួតតែម្នាក់ឯងទៅលុះនៅពេលដែលធ្វើដំណើរមកដល់ខាងក្រៅតាដួងបានសួរទាំងបារម្ភអាដេតអាក្រពើវានិយាយអញ្ចឹងវាចង់ថាក្រុមយើងមានណែតាដេតក្រវីក្បាលកុំតាន់ជឿសម្ដីវាអីអាដួងវាអាចគ្រាន់តែចង់ឲ្យយើងសង្ស័យគ្នាឯងប៉ុន្តែយើងក៏មិនត្រូវមើលស្រាលដែរចាប់ពីពេលនេះទៅយើងត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាងមុនទាំងខាងក្រៅទាំងខាងក្នុងតាដេតបានយករឿងនេះទៅពិភាក្សាជាមួយនឹងលោកអ៊ំម៉ែនលោកអ៊ំម៉ែនស្ដាប់ដោយយកចិត្តទុកដាក់ហើយយល់ស្របថាត្រូវតែបង្កើនការប្រុងប្រយ័ត្នប៉ុន្តែក៏មិនត្រូវការសង្ស័យដែរខ្លាចបំផ្លាញទៅដល់ការសាមគ្គីភាពនិងការទុកចិត្តគ្នាដែលពួកគាត់ខំសាងមកនោះទេបញ្ហាថ្មីនេះបើបន្ថែមបន្ទុកដល់តាដេតក៏មិនត្រឹមតែត្រូវដឹកនាំទៅខៀនប្រយុទ្ធសត្រូវនៅខាងក្រៅទេតែឥឡូវក៏ត្រូវប្រឈមមុខនៃស្រមោលនៃការសង្ស័យនិងលទ្ធភាពនៃគ្រោះថ្នាក់អំពីខាងក្នុងទៀតមនោសញ្ចេតនាដែលគាត់មានចំពោះកូនតាខៀនកាន់តែខ្លាំងក្លាជាងមុនព្រោះគាត់ដឹងថាការជឿទុកចិត្តនិងសាមគ្គីភាពគឺជាអាវុធដ៏សំខាន់បំផុតរបស់ពួកគេនៅក្នុងសង្គ្រាមមួយនេះឯងបន្ទាប់ពីជំនួបជាមួយនឹងមេតាខៀនដែលមានឈ្មោះថារ៉ាត់តាដេតមិនអាចដេកលក់ស្រួលបានឡើយពាក្យថាសត្រូវអាចនៅក្បែរខ្លួននៅតែល្វឹងល្វើយក្នុងត្រចៀករបស់គាត់ដឹងថាវាគ្រាន់តែជាល្បិចប៉ុន្តែក្នុងនាមជាអ្នកទទួលខុសត្រូវលើសវត្ថិភាពរបស់កងទ័ពគាត់មិនអាចប្រងើយកន្តើយបានទេបរិយាកាសនៅក្នុងបន្ទាយទោះជាខាងក្រៅក៏មើលទៅធម្មតាក៏ប៉ុន្តែហាក់បីដូចជាមានខ្យល់អាកាសដ៏ធ្ងន់មួយសង្កត់ពីលើតាដួងក៏មានអារម្មណ៍ដូចគ្នាផងដែរគាត់ក៏កាន់តែសង្កេតមើលមនុស្សជុំវិញខ្លួនខុសពីមុនអាដេតគាត់ខ្សឹបប្រាប់តាដេតនៅពេលដែលពួកគាត់ទាំងពីរនាក់កំពុងតែដើរល្បាតនៅពេលយប់អញចាប់ផ្ដើមមើលឃើញថាអ្នកណាក៏គួរឲ្យសង្ស័យដែរវើយអារម្មណ៍នេះអត់ល្អតទៅសោះតាដេតក៏បានដកដង្ហើមធំអញយល់ដួងតែយើងមិនអាចឲ្យអារម្មណ៍នេះគ្រប់គ្រងយកបានទេលោកមេបញ្ជាការម៉ែនបានដាស់តឿនហើយបើយើងចាប់ផ្ដើមសង្ស័យគ្នាតែផ្ដេសតែផ្ដាស់គឺស្មើនឹងចាញ់ល្បិចរបស់អាគេនោះម្នាក់នោះជាមិនខានយើងត្រូវតែស្ងប់ស្ងាត់សង្កេតដោយប្រុងប្រយ័ត្នហើយរកផុសតាងឲ្យបានច្បាស់ទោះបីជានិយាយបែបនេះក៏ដោយក៏តាដេតបានបង្កើនការប្រុងប្រយ័ត្នជាសម្ងាត់គាត់បានពិនិត្យឡើងវិញនៅរបាយការណ៍ល្បាតកំណត់ត្រាចិញ្ចោលបន្ទាយនិងសំបីតែការបែងចែកស្បៀងអាហារដោយព្យាយាមរកមើលភាពមិនប្រក្រតីណាមួយគាត់ក៏បានសង្កេតមើលអាកប្បកិរិយារបស់ទាហានមួយចំនួនដែលធ្លាប់មានវត្តមាននៅជិតកន្លែងឃុំឃាំងរបស់មេបញ្ជាការមួយទៀតដែលមានឈ្មោះថារ៉ាត់នឹងឯងឬអ្នកដែលទើបតែត្រឡប់មកពីបេសកកម្មខាងក្រៅនៅពេលនឹងដែរគឺស្រាប់តែមានរឿងមួយក៏ចាប់ផ្ដើមកាត់ឡើងដែលកាន់តែពីចាក់រឹសនៅការសង្ស័យកាន់តែខ្លាំងឡើងថ្ងៃមួយក្រុមល្បាតមួយក្រុមដែលបានចេញទៅក្រៅបន្ទាយបានត្រឡប់មកវិញយឺតដោយការវិភាគកំណត់ដោយអស់អាងថាវង្វេងផ្លូវបន្តិចបន្តួចមេក្រុមល្បាតនោះជាទាហានចាស់ភាសាម្នាក់តែមើលទៅគាត់ហាក់បីដូចជាភ័យខុសពីធម្មតាមួយលើកទៀតមានការរបូតព័ត៌មានខុសបន្តិចបន្តួច
អំពីការវិភាគផ្លាស់ប្ដូរវេនជាមដែលបណ្ដាលឲ្យមានចន្លោះប្រហោងរយៈពេលខ្លីមួយនៅក្នុងក្រុងពលសំណាងល្អគ្មានអ្វីកាត់ឡើងទេប៉ុន្តែវាធ្វើឲ្យតាដេតមិនស្រួលនៅក្នុងចិត្តឡើយហើយអ្វីដែលគួរឲ្យកត់សម្គាល់ជាងគេគឺទាហានម្នាក់មានឈ្មោះថាសុខាជាទាហានដែលទើបតែចូលកងពលបានប្រហែលជាមួយឆ្នាំតែគេបើជាមនុស្សស្ងៀមស្ងាត់ឧស្សាហ៍ព្យាយាមនិងមានសមត្ថភាពគួរសមជាពិសេសខាងប្រើប្រាស់ផែនទីនិងត្រីវិស័យនឹងឯងប៉ុន្តែមួយរយៈចុងក្រោយនេះគេហាក់បីដូចជារៀងដិតឆ្ងាយពីគេឯងហើយពេលខ្លះតាដេតក៏ចាប់បានថាសុខាហាក់បីដូចជាលួចសម្លឹងមើលគាត់និងលោកអ៊ំម៉ែនដោយកែវភ្នែកពិបាកស្មានខ្លាំងណាស់តាដួងក៏ចាប់អារម្មណ៍នឹងសុខាដែរអាដេតអាសុខាមួយរយៈនេះវាចម្លែកយ៉ាងម៉េចទេអើយស្ងាត់លើសធម្មតាហើយមើលទៅភ្នែករបស់វាក្រឡេកក្រឡាប់យ៉ាងម៉េចទីតាដេតបានប្រាប់តាដួងឲ្យស្ងប់អារម្មណ៍កុំតន់អាលកុំតល់ឡើងឃើញស្ងាត់ចោតគេថាក្រអីគេអាចវារៀងផ្ទាល់ខ្លួនក៏ថាបានយើងត្រូវតែតាមដានគេបន្តទៀតស្របពេលហ្នឹងលោកអ៊ំម៉ែនក៏បានទទួលព័ត៌មានថ្មីមួយអំពីក្រុមសត្រូវតូចមួយដែលតែងតែលើបលួចដឹកស្បៀងអាហារនិងថ្នាំពេទ្យឆ្លងកាត់តំបន់ព្រៃមួយដែលមិនឆ្ងាយពីបន្ទាយប្រមាណទេការដឹកជញ្ជូននេះហាក់បីដូចជាមានសារៈសំខាន់សម្រាប់ក្រុមសត្រូវដែលកំពុងតែលាក់ខ្លួននៅតំបន់ភ្នំក្បែរនោះលោកអ៊ំម៉ែនហៅតាដេតមកដេតនេះក៏ជាឱកាសល្អដែរដើម្បីកាត់ផ្ដាច់ខ្សែបន្ទាប់គប់គង់របស់ពួកគេហើយក៏ឱកាសល្អដើម្បីសាកល្បងនៅអ្វីមួយយើងចង់ឲ្យឯងដឹកនាំក្រុមតូចមួយស្ទាក់កំទេចការដឹកជញ្ជូននេះប៉ុន្តែឯងត្រូវតែយកសិក្ខាទៅជាមួយផងយើងចង់ឃើញសកម្មភាពរបស់គេនៅក្នុងបេសកកម្មផ្ទាល់បេះដូងរបស់តាដេតបានលូតញាប់បន្តិចនេះគឺជាបេសកកម្មផងជាការស៊ើបអង្កេតផងវាមានគ្រោះថ្នាក់ទ្វេដងបើសិនជាសុខាពិតជាក្បត់មែនបេសកកម្មនេះអាចនឹងក្លាយទៅជាអន្ទាក់បានលោកមេបញ្ជាការតាដេតគាត់បានទទួលមេបញ្ជាការតាមបទបញ្ជាដោយទឹកមុខមើងមាត់តែម្ដងគាត់បានជ្រើសរើសទៅហ៊ានចំណិត4នាក់ទៀតដែលគាត់ទុកចិត្តបំផុតរួមទាំងតាដួងហើយក៏ហៅសុខាឲ្យចូលរួមក្រុមរបស់គាត់ដែរពេលប្រាប់ពីបេសកកម្មសុខាហាក់បីដូចជាភ្ញាក់ផ្អើលបន្តិចតែគេក៏ងក់ក្បាលជាយល់ព្រមដោយមិនបានសួរនាំអ្វីច្រើនឡើយកែភ្នែករបស់គេនៅតែពិបាកស្មាននោះដែរក្រុមរបស់តាដេតបានចេញដំណើរនៅពេលរសៀលផ្លូវទៅកាន់ទីតាំងស្ទាក់ត្រូវឆ្លងកាត់ព្រៃនិងឡើងភ្នំផងដែរបរិយាកាសនៅក្នុងក្រុមហាក់បីដូចជាតាមតឹងជាធម្មតាទីហ៊ានផ្សេងទៀតហាក់បីដូចជាដឹងពីភាពមិនប្រក្រតីទោះបីជាគ្មាននរណានិយាយប្រាប់ក៏ដោយតាដេតបានដើរដោយស្ងៀមស្ងាត់តែភ្នែករបស់គាត់មិនឃ្លាតឆ្ងាយពីសុខាទេក៏សង្កេតគ្រប់កាយវិការគ្រប់ពាក្យសម្ដីសុខានៅតែស្ងៀមស្ងាត់ភាគច្រើនតែជំនាញរបស់គេក្នុងការមើលផែនទីនិងកំណត់ទិសដៅនៅតែល្អឥតខ្ចោះតែនេះជាការសម្ដែងឬមួយក៏ជាការពិតទៅនៅពេលដែលជិតដល់ទីតាំងស្ទាក់សុខាបានចង្អុលនៅផ្លូវលំមួយទៀតលោកមេបញ្ជាការរងតាមផែនទីចាស់ដែលខ្ញុំបានធ្លាប់ឃើញផ្លូវនេះអាចកាត់ទៅដល់ចំណុចស្ទាក់បានលឿនជាងហើយស្រួលពួនជាងតាដេតក៏បានសម្លឹងមើលសុខារួចក៏បានមើលផែនទីរបស់គាត់ផ្លូវដែលសុខានិយាយមិនមាននៅលើផែនទីថ្មីរបស់គាត់ទេឯប្រកាសទេឬសុខាផែនទីនេះអត់មានលើផ្លូវទីវិញបាទលោកខ្ញុំចាំច្បាស់ណាស់ខ្ញុំធ្លាប់ដើរឆ្លងកាត់កាលពីខ្ញុំនៅក្រុមចាស់សុខាឆ្លើយដោយទឹកមុខធម្មតាក្រឡេកទៅកាន់តាដួងគាត់ខ្សឹបដាក់ទៅជាតាដេតអាដេតប្រយ័ត្នវាអាចជាល្បិចនាំយើងទៅជន់តាក់បានណាវើយចំណែកឯតាដេតគាត់ក៏បានគិតមួយផ្លែតដែរតែគាត់ក៏សម្រេចចិត្តមិនអីទេយើងសាកល្បងមើលតែគ្រប់គ្នាត្រូវតែប្រុងធ្វើចាត់ទ្វេដងគាត់ចង់ឃើញថាតើសុខានឹងនាំពួកគាត់ទៅដល់ទីណាពិតប្រាកដពួកគាត់ក៏បានផ្លាស់ប្ដូរទិសដៅដើរតាមផ្លូវដែលសុខាបានចង្អុលផ្លូវនោះពិតជាទូចហើយស្ងាត់ជាងងំពិតមែនដើរបានប្រហែលជាកន្លះម៉ោងពួកគាត់ក៏ទៅដល់ចំណុចមួយដែលពិតជាស័ក្តិសមសម្រាប់ការស្ទាក់វាប្រហាមែនជាជ្រលងតូចជាងអៀតមួយដែលមានដើមឈើនិងផ្ទាំងថ្មធំងាយស្រួលនៅក្នុងការពួកគាត់នេះលាក់ខ្លួនផងដែរ
ឃើញតែលោកខ្ញុំប្រាប់ហើយសុខានិយាយតិចតិចហាក់ដូចជាចង់បង្ហាញថាខ្លួននិយាយត្រូវតាដេតមិនតន់ថាអីទេគាត់បញ្ជាឲ្យគ្រប់គ្នាចូលទីតាំងរៀងៗខ្លួនហើយរងចាំសត្រូវពេលវេលាក៏បានចេះតែកន្លងផុតទៅភាពស្ងប់ស្ងាត់កាន់តែធ្វើឲ្យគ្រប់គ្នាមានភាពតានតឹងតើតាដេតសម្រេចចិត្តត្រូវឬក៏ខុសទៅលើសុខាដែរទៅមួយសន្ទុះធំក្រោយមកសំឡេងមនុស្សនិយាយគ្នានិងសំឡេងសន្ធឹកជើងក៏ចាប់ផ្ដើមលាន់ឮមកពីចម្ងាយក្រុមសត្រូវពិតជាមកតាមផ្លូវនេះពិតមែនមានគ្នាប្រហែលជា8ទៅ10នាក់កំពុងតែលីសែងបងវិញយ៉ាងធ្ងន់តាដេតលើកដៃជាសញ្ញាគ្រប់គ្នាត្រៀមនៅពេលដែលក្រុមសត្រូវដើរចូលមកដល់ចំណុចកណ្ដាលជ្រលងតាដេតក៏បានស្រែកបញ្ជាថាបាញ់ការបាញ់ប្រហារដ៏ខ្លាំងក្លាក៏ចាប់ផ្ដើមកាត់ឡើងសត្រូវគេមិនបានត្រៀមខ្លួនបន្ទាប់មកក៏ត្រូវបានពួកគាត់នោះបានបាញ់ដួលខ្ពស់ពួកអ្នកខ្លះព្យាយាមបាញ់តដៃវិញអ្នកខ្លះទៀតក៏ព្យាយាមរត់គេចការប្រយុទ្ធក៏បានកាត់ឡើងយ៉ាងឆាប់រហ័សតែម្ដងនៅពេលហ្នឹងក្នុងពេលដែលច្របូកច្របល់នោះតាដេតក្រឡេកឃើញសុខាជំនួសការបាញ់សត្រូវដែលនៅខាងមុខសុខាបែរជាតម្រង់កាំភ្លើងរបស់ខ្លួនទៅកាន់កំពត់ព្រៃមួយនៅចំហៀងដែលហាក់បីដូចជាគ្មានមនុស្សសុខាឯងធ្វើស្អីនឹងតាដួងស្រែកឡើងពេលឃើញសកម្មភាពចម្លែកនោះមួយរពេចនឹងមានសត្រូវម្នាក់ទៀតដែលលាក់ខ្លួនយ៉ាងល្អិតល្អន់នៅក្នុងគុម្ពព្រៃនោះហើយកំពុងតែតម្រង់កាំភ្លើងគឺមកកាន់ពួកគាត់ហើយនឹងមកកាន់តាដេតតែម្ដងតែដោយសារតែក្របកាំភ្លើងរបស់សខាបាញ់ទៅមុនទោះបីជាមិនប៉ះក៏ធ្វើឲ្យសត្រូវមានការភ្ញាក់ដែរតាដេតនិងតាដួងគាត់គេចផុតពីគ្រោះថ្នាក់មួយរំពេចតាដេតមិនប្រអងយូរក៏ស្ទុះបាញ់សម្លាប់សត្រូវដែលមានកាំភ្លើងនោះការប្រយុទ្ធក៏បានបញ្ចប់ទៅសត្រូវទាំងអស់ត្រូវបានកម្ចាត់គ្រប់គ្នាស្រឡាំងកាំងជាពិសេសតាដេតនិងតាដួងបើសិនជាសុខាមិនបាញ់ទៅគុំព្រៃនោះទេតាដេតអាចនឹងមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរតាដេតដើរទៅរកសុខាដែលនៅឈរស្ងៀមទឹកមុខនៅរាបស្មើសុខាមិនក៏អាចដឹងថាមានសត្រូវលាក់ខ្លួននៅត្រង់នោះសុខាគេក៏បានបន្ទាបកំភ្លើងចុះហើយមើលទៅតាដេតខ្ញុំឃើញមេឈើវាកម្រាលខុសធម្មតាលោកមេបញ្ជាការរងខ្ញុំធ្លាប់ឮគេនិយាយថាក្រុមដឹកចំនួននេះតែងតែមានអ្នកពូកែលាក់ខ្លួនម្នាក់ដើរការពារនៅចំហៀងទៅដួងដើរមកក្បែរទឹកមុខនៅតែមិនអស់ចិត្តតែឯងធ្វើឲ្យពួកអញនេះភ័យស្ទើរដាច់ផ្កាស្មានតែឯងណែសុខាញញឹមតិចជាលើកដំបូងដែលតាដេតបានឃើញខ្ញុំដឹងថាលោកមេបញ្ជាការនិងបងដួងកំពុងតែសង្ស័យខ្ញុំក៏បានលើពាក្យចចាមអារាមនៅក្នុងបន្ទាយដែរខ្ញុំមិនដឹងថាត្រូវបញ្យល់យ៉ាងម៉េចទេតែខ្ញុំមិនមែនជាអ្នកក្បត់ជាតិទេតាដេតសម្លឹងមើលទៅក្នុងកែវភ្នែករបស់សុខាលើកនេះគាត់បានឃើញអំពីភាពស្មោះត្រង់នៅក្នុងនោះតើគាត់បានយល់ច្រឡំមែនទេតើអាម្នាក់ដែលមានឈ្មោះថារ៉ាត់បានជោគជ័យក្នុងការធ្វើឲ្យគាត់សង្ស័យមនុស្សល្អហើយមែនទេមិនន័យទេសុខាតាដេតនិយាយលើកនេះឯងបានសង្គ្រោះជីវិតយើងណាយើងជឿឯងមិនន័យទេណាគាត់បានទស្សនាសុខាតិចតែឯងត្រូវប្រាប់យើងបើឯងដឹងឬសង្ស័យអ្វីផ្សេងទៀតទាក់ទងនឹងការសង្ស័យនេះសុខាបន្ទាប់ពីបានឮបែបនេះគេក៏បានងូកក្បាលហើយនិយាយថាបាទលោកខ្ញុំនឹងធ្វើបើសិនជាមានរឿងកន្លែងណាដែលគួរសង្ស័យនោះបេសកកម្មស្ទាក់វាយប្រហារក៏បានជោគជ័យហើយថែមទាំងបានជួយសង្គ្រោះក៏ដូចជាការដោះស្រាយនៅមន្ទិលសង្ស័យមួយចំនួនក៏ដូចជាមួយចំណែកធំបន្ទាប់ពីបេសកកម្មនេះចប់ទៅបរិយាកាសនៅក្នុងបន្ទាយហាក់បីដូចជាធូរស្រាលជាងមុនបន្តិចការសង្ស័យដែលធ្លាប់តែក្របដណ្ដប់ហាក់បានរសាយចេញខ្លះតាដេតបានព្យាយាមពង្រឹងស្មារតីកងទ័ពឡើងវិញជំរុញឲ្យមានការបង្ហាត់បន្ថែមនិងលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការនៅក្នុងក្រុមកាន់តែខ្លាំងជាងមុនទៀតប៉ុន្តែតាដេតមិនបានបន្ធូរដៃនៅក្នុងការប្រុងប្រយ័ត្នទីពីសម្ដីរបស់ទីហ៊ានម្នាក់ដែលមានឈ្មោះថារ៉ាត់នៅតែបន្លានៅក្នុងចិត្តគាត់តើវាគ្រាន់តែជាការភុតភរឬក៏មានអ្វីផ្សេងទៀតដែលពួកគាត់មិនទាន់បានឃើញលោកអ៊ំម៉ែនក៏បានណែនាំគាត់ថាដែលថាភាពស្ងប់ស្ងាត់ពេលខ្លះគ្រោះថ្នាក់ជាព្យុះទៅទៀតសត្រូវដែលលាក់មុខគឺវារងចាំតែឱកាសល្អតែប៉ុណ្ណោះកុំមើលស្រាលវាសោះស្របពេលដែលតាដេតកំពុងតែពង្រឹងផ្នែកខាងក្នុង
ก็ស្រាប់តែមានរឿងថ្មីមួយទៀតបានកាត់ឡើងលើកនេះមិនមែនជាការសង្ស័យទៅលើបុគ្គលម្នាក់ណាទេតែវាជាបញ្ហាដែលប៉ះពាល់ទៅដល់ប្រតិបត្តិការរបស់ពួកគាត់ដោយផ្ទាល់មានថ្ងៃមួយក្រុមយកឆ្លើងការមួយក្រុមដែលគេបានដឹកនាំទាហានចំណិតម្នាក់របស់តាដេនត្រូវបានបញ្ចូលឲ្យចេញទៅពិនិត្យមើលតំបន់ព្រំដែនមួយដែលមានសេចក្តីរាយការណ៍ថាមានចលនាសត្រូវផែនការក៏ធ្វើដំណើរនឹងតាមផ្លូវល្បាតត្រូវបានរៀបចំយ៉ាងសម្ងាត់ដោយមានតែតាដេនលោកអ៊ំម៉ែននិងមេក្រុមល្បាតនោះតែប៉ុណ្ណោះដែលបានដឹងច្បាស់ប៉ុន្តែនៅពេលដែលក្រុមល្បាតនឹងបានធ្វើដំណើរជិតទៅដល់ចំណុចកំណត់ពួកគេក៏ធ្លាក់ចូលទៅក្នុងការស្ទះវាយប្រហាររបស់សត្រូវមួយក្រុមដែលមានកម្លាំងខ្លាំងជាងសំណាងល្អដោយសារតែមេក្រុមល្បាតនោះមានបទពិសោធន៍និងក្រុមទាហានមានភាពរហ័សរហួនពួកគេក៏អាចវាយបំបែកការឡោមព័ទ្ធហើយក៏បានដកថយត្រឡប់មកវិញបន្ទាយទោះបីជាមានអ្នករងរបួស2នាក់3នាក់ក៏ដោយដំណឹងនេះធ្វើឲ្យតាដេតនិងលោកមេបញ្ជាការមានការផ្ចិតផ្អើលនិងព្រួយបារម្ភយ៉ាងខ្លាំងផ្លូវល្បាតដែលបានគ្រោងទុកគឺជាព័ត៌មានសម្ងាត់មួយតើសត្រូវដឹងដោយរបៀបណាទៅតើមាននរណាម្នាក់នៅក្នុងបន្ទាយនេះបានបញ្ជូនព័ត៌មាននេះចេញទៅខាងក្រៅមែនទេការសង្ស័យដែលទើបតែរសាយទៅនោះក៏បានត្រឡប់មកវិញភ្លាមហើយកាន់តែខ្លាំងជាងមុនទៅទៀតមិនអាចទៅរួចទេតាដួងនិយាយដោយក្តៅចិត្តនៅពេលដែលគាត់បានដឹងរឿងនេះមានតែយើងប្រមាណអ្នកទីដែលដឹងពីផ្លូវនឹងច្បាស់ជាមានអ្នកក្បត់នៅក្នុងចំណោមយើងហើយអដេតតាដេតគាត់មានទឹកមុខតាមទឹកបំផុតគាត់សម្លឹងមើលផែនទីរួចក៏ងាកទៅមើលមេក្រុមល្បាតដែលទើបតែត្រឡប់មកវិញសមាមិត្តតើនៅតាមផ្លូវមានឃើញអ្វីប្លែកឬក៏បានជួបអ្នកណាខ្លះទេមេក្រុមល្បាតក៏បានកវីក្បាលគ្មានទេលោកមេបញ្ជាការរងពួកខ្ញុំធ្វើដំណើរដោយប្រុងប្រយ័ត្នបំផុតតែពួកវាហាក់បីដូចច្បាស់ថាពួកខ្ញុំទៅដល់ចំណុចនោះនៅពេលណាអញ្ចឹងការពូនស្ទាក់របស់ពួកគេគឺល្អឥតខ្ចោះតែម្ដងពួកខ្ញុំគ្មានបានទៅដឹងអីបន្តិចទេលោកអ៊ំម៉ែនដែលកំពុងតែស្ដាប់ដែរនឹងគាត់ក៏បាននិយាយថាដេតរឿងនេះធំណាស់វាមិនមែនគ្រាន់តែជាការលេចធ្លាយនៃព័ត៌មានធម្មតាទេតែវាគឺជាការគិតគូរបានយ៉ាងល្អិតល្អន់អ្នកដែលធ្វើរឿងនេះត្រូវតែជាមនុស្សដែលស្គាល់ច្បាស់ពីរបៀបធ្វើការរបស់ពួកយើងហើយអាចមានលទ្ធភាពតាក់ទងទៅខាងក្រៅទៀតក្រឡេកទៅកាន់ទឹកមុខរបស់តាដេនគាត់ក៏បានយល់ស្របផងដែរគាត់ចាប់ផ្ដើមស៊ើបអង្កេតជាសម្ងាត់ម្ដងទៀតលើកនេះមិនមែនផ្ដោតតែលើបុគ្គលណាម្នាក់ទេតែគាត់បានពិនិត្យមើលប្រព័ន្ធទំនាក់ទំនងទាំងមូលនៅក្នុងបន្ទាយតែម្ដងតើមានចន្លោះណាដែលគេអាចដឹងអំពីយើងបានច្រើនទៅដែលមានអ្នកដែលអាចលួចបញ្ជូនព័ត៌មាននេះបានចេញទៅខាងក្រៅបានលឿនបែបនេះតើអ្នកណាខ្លះដែលមានសិទ្ធិចូលមើលផែនការប្រតិបត្តិការមួយនេះគាត់នឹងតាដួងបានចំណាយពេលជាច្រើនយប់ដើម្បីពិនិត្យឯកសារចាស់ៗរបាយការណ៍ចេញចូលនិងសាកសួរដោយប្រយោលទៅកាន់ទាហានមួយចំនួនដែលទទួលបន្ទុកនៅក្នុងផ្នែកនេះឬអ្នកដែលតែងតែចេញចូលបន្ទាយញឹកញាប់ការស៊ើបអង្កេតនេះបានធ្វើឲ្យភាពតានតឹងក្នុងបន្ទាយក៏បានកាត់ឡើងជាថ្មីទាហានខ្លះក៏ចាប់ផ្ដើមខ្ជិបខ្ជាវគ្នាសម្លឹងមើលគ្នាដោយការសង្ស័យសាមគ្គីភាពដែលតាដេតខំសាងឡើងវិញចាប់ផ្ដើមប្រេះស្រាមបន្តិចម្ដងមានទាហានខ្លះដែលធ្លាប់តែសាសនាគ្នាក៏ចាប់ផ្ដើមរក្សាកម្លៀនតាដេតឃើញសភាពបែបនេះក៏កាន់តែឈឺក្បាលទៀតគាត់ដឹងថាបើស្ថានភាពនេះនៅតែបន្តកងពលរបស់គាត់នឹងជោគខ្សោយពីខាងក្នុងទោះបីជាមិនទាន់ច្បាំងជាមួយនឹងសត្រូវខាងក្រៅក៏ដោយគាត់ត្រូវតែរកអ្នកក្បត់ឲ្យឃើញឲ្យឆាប់បំផុតតែក៏ត្រូវតែធ្វើដោយប្រុងប្រយ័ត្នបំផុតដែរដើម្បីកុំឲ្យប៉ះពាល់ដល់មនុស្សស្មោះត្រង់នៅថ្ងៃមួយខណៈពេលដែលតាដេតកំពុងតែពិនិត្យមើលសម្ភារៈនៅក្នុងបន្ទប់តូចមួយដែលកម្រមេតាណាចិញ្ចូលភ្នែករបស់គាត់ក៏បានក្រឡេកទៅឃើញវត្ថុតូចមួយនៅលើដីក្បែរកញ្ច្រែងដាក់ឧបករណ៍គាត់ក៏បានអោនរើសវាមកវាគឺជាបន្តងខ្សែកតូចមួយធ្វើពីឈើឬចម្លែកដែលគាត់មិនបានឃើញពីមុនទេវាមើលទៅដូចជារបស់ទាហានណាម្នាក់ក្នុងពងគោរបស់គាត់ព្រោះទាហានភាគច្រើនមិនបានពាក់គ្រឿងអលង្ការបែបនេះទេហើយបន្ទប់មួយនេះជាកន្លែងដែលគេទុកតែរបស់ចាស់ៗឬក៏ខូចខាតតែប៉ុណ្ណោះមិនគួរណាមានរបស់បែបនេះជ្រុះនៅទីនឹងឡើយ
គាត់ក៏កាន់បន្តោងនោះនៅក្នុងដៃកំណត់ជាច្រើនរត់ចូលមកក្នុងខួរក្បាលរបស់គាត់តើបន្តោងនេះជារបស់អ្នកណាទៅតើគេចូលមកធ្វើអីនៅក្នុងបន្ទប់ស្ងាត់ជ្រងប់នេះតើវាអាចតាក់ទងជាមួយនឹងការលេចធ្លាយនៃព័ត៌មានមែនទេបន្ទប់នេះមិននៅឆ្ងាយអំពីបន្ទប់មេបញ្ជាការប្រមាណទេហើយវាក៏ស្ងាត់ល្មមនឹងអាចធ្វើអ្វីមួយដោយសម្ងាត់បានគាត់ដាក់បន្តោងនោះចូលទៅក្នុងហោប៉ៅដោយប្រុងប្រយ័ត្ននេះអាចជាតម្រុយដ៏សំខាន់ដំបូងគេដែលគាត់បានរកឃើញទោះបីជាវាមិនទាន់ច្បាស់ការក៏ដោយគាត់មិនទាន់ប្រាប់រឿងនេះទៅនរណាភ្លាមទេសំបីតែតាដួងឬក៏លោកអមែនគាត់ត្រូវការពេលវេលាដើម្បីគិតនិងស៊ើបបន្តដោយស្ងៀមស្ងាត់សត្រូវលាក់មុខនៅតែបន្តសកម្មភាពរបស់គេស្រមោលនៃការក្បត់នៅតែមាននៅក្នុងបន្ទាយតាដេតដឹងថាគាត់កំពុងតែឈានជើងចូលទៅក្នុងលបែងដ៏គ្រោះថ្នាក់មួយដែលការទុកចិត្តអាចជាអាវុធមុខពីរការស្វែងរកការពិតនេះនឹងសាកល្បងភាពជាអ្នកដឹកនាំនិងភាពរឹងមាំរបស់គាត់ដល់កម្រិតណាហើយមើលទៅនេះគ្រាន់តែជាអ្វីដែលគាត់គិតនៅក្នុងចិត្តតែប៉ុណ្ណោះក៏មិនទាន់ដឹងទេថាតើនរណាគឺជាអ្នកយកការដែលនៅក្នុងបន្ទាយនេះយកទៅប្រាប់អ្នកខាងក្រៅទៅគាត់ពិតជាមានការឆ្ងល់ខ្លាំងណាស់បន្ទាប់ពីបានរកឃើញតម្រុយដែលជាបន្តោងខ្សែកឈើចម្លែកមួយតាដេតដឹងថាគាត់កាន់តែខិតជិតទៅការលាតត្រដាងនៃការពិតមួយហើយដែលកំពុងតែលាក់ខ្លួននៅក្នុងបន្ទាយរបស់គាត់សមរភូមិផ្លូវចិត្តនិងការស្វែងរកជនក្បត់កំពុងតែដល់ឈានចំណុចមួយទៀតតាដេតបានរក្សាការរកឃើញបន្តោងនោះជាសម្ងាត់គាត់ដឹងថាការបង្ហាញវាដោយបើកចំហអាចធ្វើឲ្យជនក្បត់មានការប្រុងប្រយ័ត្នក៏ដូចជាចង់បំផ្លាញនៅផុសតាំងចោលគាត់ត្រូវការវិធីសាស្ត្រមួយដែលល្អល្អជាងនេះគាត់បានគិតហើយកនឹកឃើញដល់មិត្តសម្លាញ់របស់គាត់គឺតាដួងជាមនុស្សរួសរាយរាក់ទាក់ចូលចិត្តនិយាយលេងនិងងាយស្រួលនៅក្នុងការស៊ើបសួរដោយមិនឲ្យគេចាប់អារម្មណ៍នៅពេលយប់ស្ងាត់មួយតាដេតបានហៅតាដួងឲ្យមកជួបដោយឡែកគាត់មិនបានបង្ហាញបន្តោងខ្សែកផ្ទាល់ទេតែគាត់បានគូររូបរាងវានៅលើក្រដាសមួយហើយប្រាប់តាដួងថាអាដួងអញចង់ឲ្យឯងជួយរកមួយឯងសាកល្បងដើរសួរលេងក្នុងចំណោមទាហានយើងមើលតើមានអ្នកណាស្គាល់ឬក៏ធ្លាប់ឃើញនិមិត្តសញ្ញាឬមួយក៏បន្តោងឈើរៀងចម្លែកដូចតែយើងបានគូនេះដែរឬទេធ្វើដូចជាឯងគ្រាន់តែចង់ដឹងឮតែប៉ុណ្ណោះកុំឲ្យគេចាប់អារម្មណ៍ទៅលើឯងឲ្យសោះតើឯងដឹងទេអាដួងក្រឡេកទៅកាន់តាដួងគាត់បានមើលទៅលើរូបគំនូរនោះហើយក៏បានងូកក្បាលយកព្រមទុកចិត្តលើអញចោះដេតរឿងដើរស៊ើបបែបលេងនេះអញជំនាញតែម្ដងប្រហែលថ្ងៃបន្ទាប់តាដួងក៏ចាប់ផ្ដើមអនុវត្តផែនការគាត់បានដើរសួរនាំទាហានតាមក្រុមផ្សេងពេលហូបបាយពេលសម្រាកឬមួយក៏ពេលបង្ហាត់គាត់ធ្វើជាសួររឿងស្រុកកំណើតពីវត្ថុដែលគេយកមកតាមខ្លួនឬក៏ពីរបស់របរដែលគេធ្លាប់បានឃើញប្លែកទាហានភាគច្រើនគ្រាន់តែបានឃើញក្រវីក្បាលហើយនិយាយរឿងផ្សេងតែម្ដងរហូតដល់ថ្ងៃមួយទៀតតាដួងបានទៅជជែកលេងជាមួយនឹងក្រុមទាហានដែលទទួលបន្ទប់ខាងផ្នែកគ្រឿងក៏ដូចជាឃ្លាំងហើយនឹងគ្រប់គងក្នុងចំណោមនោះគឺមានបរិសម្នាក់មានឈ្មោះថាសំណាងដែលជាអ្នកមើលការខុសត្រូវទៅលើបន្ទប់មួយនឹងរួមទាំងបន្ទប់សម្ភារៈមួយចំនួនដែលចាស់ដែលតាដេតបានរកឃើញនៅបន្តោងខ្សែកនោះផងដែរសំណាងជាមនុស្សមាត់ដាច់បន្តិចតែឧស្សាហ៍ធ្វើការនៅពេលដែលតាដួងធ្វើសួរនាំពីរឿងវត្ថុអនុស្សាវរីយ៍ពីឈើសំណាងក៏បាននិយាយឡើងថារឿងឆ្លាក់ឈើនឹងអីទេអីអាពៅដែលនៅក្រុមមួយទៀតនោះវាជំនាញណាស់ឃើញវាឆ្លាក់រូបនេះរូបនោះទុកមើលលេងតូចចម្លែកដូចជានេះឯងដែរហ្នឹងពាក្យថាពៅដែលលើចេញពីមាត់បរោះម្នាក់នោះបានធ្វើឲ្យតាដួងបានចាប់អារម្មណ៍ភ្លាមតែម្ដងក្រុមដែលបរោះម្នាក់មានឈ្មោះថាសំណាងនិយាយនេះគឺនៅចិត្តបន្ទប់ចាស់មួយហើយវាក៏ជាផ្នែកមួយអាចដឹងឮអំពីការលួចព័ត៌មានរបស់ពួកគាត់បានដែរតាដួងក៏បានធ្វើជាមិនដឹងហើយបន្តជជែកលេងឬផ្សេងទៀតបន្ទាប់មកគាត់ក៏បានចាក់ចេញទៅវិញតាដួងប្រញាប់យករឿងនេះមករាយការណ៍ប្រាប់ទៅជូនតាដេតអាដេតអញរកឃើញតម្រុយហើយអាសំណាងនៅឃ្លាំងវាថាពៅនៅក្រុមមួយទៀតនោះវាចេះឆ្លាក់នៅរូបចម្លែកអញ្ចឹងទៅតាដេតគាត់ក៏បានស្ងៀមគិតមួយសន្ទុះពៅជាទាហានដែលមើលទៅស្លូតត្រង់ក៏ដូចជាស្ងៀមស្ងាត់មិនសូវមាត់ក
ហើយធ្វើការនៅក្នុងផ្នែកមួយទៀតគេមិនមែនជាមនុស្សដែលគួរឲ្យសង្ស័យក្រៅពីនោះទេប៉ុន្តែការដែលធ្វើការនៅផ្នែកមួយនឹងក៏មានចំណូលចិត្តឆ្លាក់រៀងឈើចម្លែកអីខ្លះដែរវាពិតជាចម្លែកខ្លាំងណាស់បន្ទាប់ពីតាដេតក៏ដូចជាតាដួងបានដឹងបែបនេះគាត់ក៏បានរៀបចំបន្ទាក់អញ្ចឹងទៅដើម្បីចាប់ទៅលើបរិះម្នាក់ដែលមានឈ្មោះថាពៅនឹងឯងដែលជាទាហានផងដែរលុះនៅពេលដែលយប់មួយអ្នកទាំងពីរក៏បានធ្វើដំណើរទៅកាន់បន្ទប់ចាស់ដែលតាដេតគាត់បានរើសបាបន្តោងខ្សែកនោះមិនដឹងថាជាយ៉ាងម៉េចពួកគាត់ក៏ស្រាប់តែបានប្រទះឃើញថាមានទាហានម្នាក់កំពុងតែធ្វើដំណើរសំដៅទៅកាន់កន្លែងដែលគាត់បានរើសបន្តោងខ្សែកនឹងឯងគេបានធ្វើដំណើរដោយយឺតហើយមើលទៅគេហាក់បីដូចជាប្រុងប្រយ័ត្នខ្លាំងណាស់មើលទៅគេនេះបើតាមសកម្មភាពក៏ដូចជាអ្វីដែលគេកំពុងតែធ្វើនឹងវាប្រៀបបីដូចជាចោលយ៉ាងចឹងក្រឡេកទៅកាន់តាដួងក៏ដូចជាតាដេតអ្នកទាំងពីរកំពុងតែពូននៅខាងក្រោយដែលពួកគាត់រងចាំមើលថាតើតាឃានម្នាក់ហ្នឹងគេនឹងធ្វើអ្វីបន្តទៀតលុះនៅពេលដែលតាឃានម្នាក់ហ្នឹងគេបានធ្វើដំណើរមកដល់មាត់នៃបន្ទប់ចាស់មួយនោះហើយគេក៏បានធ្វើដំណើរចូលទៅចំណែកឯតាដួងក៏ដូចជាតាដេតពួកគាត់ក៏បានចូលកាន់តាគៀកដើម្បីលួចមើលតាមប្រឡោះនៃបន្ទប់ឈើមួយនោះនៅពេលដែលគាត់មើលទៅគាត់ក៏បានឃើញថាតាឃានម្នាក់នេះតាមពិតគេគឺជាតាឃានដែលមានឈ្មោះថាពៅពិតមែននៅពេលដែលគេបានចូលមកដល់គេក៏ព្យាយាមដើរមើលលិចមើលកើតហើយគេបានព្យាយាមរុករើវត្ថុផ្សេងៗទៀតដែលនៅកន្លែងនោះហើយគេបាននិយាយតិចថាតែណាទៅឯណាទៅខ្សែករបស់យើងប្រកាសណាស់ប្រកាសជាវារស់នៅទីនេះជាមិនខានបើយើងរកមិនឃើញទីគេនោះប្រកាសជាចាប់យើងជាមិនខានតាដេតក៏បានយល់ដែរតាមពិតទៅទាហានម្នាក់ដែលមានឈ្មោះថាពៅគេបានចូលមកបែបនេះគេដើម្បីរកថាបើសិនជាគេរកខ្សែកនោះឃើញរឿងហេតុដែលតាដេតក៏ដូចជាតាដួងសង្ស័យប្រកាសជាមិនអាចកាត់ឡើងបានទេប្រហែលជាគេគិតក្នុងចិត្តហើយថាបើសិនជាគេរកឃើញខ្សែកនេះគឺគ្មានភស្តុតាងណាមកចាប់គេបានទេប៉ុន្តែប្រហែលជាគេភ្លេចគិតហើយដែលតាដេតនិងតាដួងកំពុងតែលួចមើលតាមប្រឡោះនៃឈើនៃបន្ទប់នៅពេលដែលតាដួងក៏ដូចជាតាដេតបានឃើញបែបនេះតាដួងក៏បាននិយាយថាអាដេតឯងចាំអីទៀតឆាប់ចូលទៅអ្នកទាំងពីរក៏បានទម្លុះនៃទ្វារដែលនៅខាងមុខនោះចូលទៅវិញម្ដងនៅពេលដែលគាត់បានចូលទៅដែលធ្វើឲ្យតាឃានដែលមានឈ្មោះថាភៅនឹងគេពិតជាមានការភ័យខ្លាចខ្លាំងណាស់បន្ទាប់មកតាដេតក៏បានសួរថាតើឯងមកទីនេះធ្វើអ្វីទៅតាដេតគាត់បាននិយាយសម្លុតយកតែម្ដងដែលធ្វើឲ្យគេពិតជាមានការភ័យខ្លាចខ្លាំងណាស់បន្ទាប់ពីបានឃើញតាដេតនិយាយបែបនេះគេក៏បានដឹងថាគេមិនអាចរួចខ្លួនបានទេគេក៏បានដកយកនៅអាវុធរបស់គេដែលនៅនឹងដៃនោះក៏យកមកវាប្រហារទៅលើតាដេតចំណែកឯតាដេតគាត់ពិតជាមានការខឹងដែរគាត់ក៏បានគិតរហ័សខ្លាំងណាស់បន្ទាប់មកគាត់ក៏បានយកដៃរបស់គាត់នេះទៅវាយនៅចំកញ្ចឹងកខាងក្រៅរបស់គេដែលបណ្ដាលឲ្យគេក៏បានសន្លប់មួយរំពេចបន្ទាប់ពីបានសន្លប់បែបនេះក៏តាដេតក៏ដូចជាតាដួងក៏បានយកបរិះដែលមានឈ្មោះថាពៅនេះយកទៅក្នុងកងពលដើម្បីបង្ហាញឲ្យតាឃានផ្សេងទៀតបានឃើញថាគេម្នាក់នេះឯងគឺជាអ្នកក្បត់នោះនៅពេលនោះដែរលោកមេបញ្ជាការម៉ែនគាត់ក៏បានចេញមកដែរគាត់ក៏បាននិយាយថាឯងយកទឹកមួយផ្ទាល់មកយកមកជះទៅលើមុខគេទៅយើងចង់សួរសំណួរខ្លះទៅកាន់គេតើហេតុអ្វីទៅបានជាគេធ្វើបែបនេះនៅក្នុងកងពលរបស់យើងបន្ទាប់ពីមេបញ្ជាការម៉ែនគាត់បានសួរហើយម្ដងទៀតក៏នៅតែបរិះដែលមានឈ្មោះថាពៅនឹងគេមិនបាននិយាយស្ដីអ្វីទេនៅពេលហ្នឹងដែលឃើញបែបនេះតាដួងក៏ប្រងនឹងយកដៃរបស់គាត់នេះវាទៅលើទាហានម្នាក់នឹងហើយប៉ុន្តែត្រូវបានតាដេតនឹងក៏ចាប់ជាប់ហើយនិយាយថាអាដួងឯងមិនអាចធ្វើបែបនេះនៅមុខទាហានជាច្រើនអ្នកបានទេឯងសាកស្រមៃមើលទៅបើសិនជាឯងវាយគេបែបនេះប្រកាសណាស់គេដែលជាទាហានផ្សេងទៀតគេគិតមិនល្អទៅលើឯងទេទោះបីជាបែបនេះក៏ដោយចំពោះជនក្បត់ជាតិដែលលុះឧត្តមគតិលុះជីវិតបងប្អូនរួមអាវុធដើម្បីតែផលប្រយោជន៍ខ្លួនឯងកងពល203របស់យើងគ្មានការលើកលែងទោសឲ្យឡើយលោកអ៊ំម៉ែនបានប្រកាសដោយសម្លេងខ្លាំងទាហានយកវាទៅអនុវត្តតាមច្បាប់តទៅពៅត្រូវបាននៅខ្លួនចេញទៅទទួលទោសប្រហារជីវិតទៅតាមច្បាប់កងពលរបស់គាត់នៅក្នុងសម័យនោះបន្ទាប់ពីនោះមកតាដេតក៏បានឡើងថ្លែងទៅកាន់កងទ័ពទាំងអស់
គាត់និយាយអំពីសារៈសំខាន់នៃសាមគ្គីភាពនិងការជឿទុកចិត្តគ្នាគាត់ទទួលស្គាល់ថាការសង្ស័យបានធ្វើឲ្យពួកគាត់រង្គើប៉ុន្តែឥឡូវនេះស្រមោលខ្មៅក៏ត្រូវបានបោះសម្អាតបានហើយគាត់អំពាវនាវឲ្យគ្រប់គ្នាបន្តរួមកម្លាំងចិត្តគ្រប់មួយដើម្បីប្រយុទ្ធនឹងសត្រូវពិតប្រាកដនៅខាងក្រៅទៀតយើងបានឆ្លងកាត់ភ្លើងសង្គ្រាមជាមួយគ្នាយើងបានឃើញមិត្តស្លាប់នៅចំពោះមុខយើងការជឿជាក់គ្នាគឺជាខែលដែលរឹងមាំបំផុតរបស់យើងសូមឲ្យមេរៀនដ៏ជឿចាំមួយនេះនឹករលឹកយើងឲ្យកាន់តែរឹងមាំនិងរួបរวมគ្នាជាងមុនទៅទៀតទឹកមុខរបស់តិខិនម្នាក់ហាក់ដូចជាបានធូរស្រាលជាងមុនទោះបីជាមានភាពក្រៀមក្រំបន្តិចក៏ដោយពេលសម្ដីរបស់តាដេតបានផ្ដល់កម្លាំងចិត្តនិងក្តីសង្ឃឹមឲ្យពួកគេឡើងវិញសមរភូមិផ្លូវចិត្តក៏បានយកឈ្នះឡើងពេលនេះកងពល203ក្រោមការដឹកនាំរបស់លោកអ៊ុំម៉ែនតាដេតបានឆ្លងផុតនៅវិបត្តិផ្ទៃក្នុងមួយទៀតហើយពួកគេក៏កាន់តែរឹងមាំនិងមានបទពិសោធន៍ជាងមុនប៉ុន្តែសង្គ្រាមក៏នៅតែបន្តសត្រូវក៏នៅតែមានហើយដំណើរផ្សងព្រេងជីវិតរបស់តាដេតក៏នៅតែបន្តទៅមុខទៀតផងដែរចំពោះសាច់រឿងរបស់លោកតាដេតតាឌូងនិងលោកអ៊ុំម៉ែននៅក្នុងកងពល203ដំណើរការនេះក៏សូមតែបញ្ចប់ត្រឹមនឹង